តការទាំងមូលជាទីគោរពការងារស្ម័គ្រចិត្តការមានទំនួលខុសត្រូវគឺជាស្នូលដ៏សំខាន់បំផុតដែលម្ដងនៅមនសិការជាតិដល់យុវជនហេតុនេះហើយបានជាការងារស្ម័គ្រចិត្តដែលបណ្ដុះឲ្យយុវជនមានទឹកទំនួលខុសត្រូវហ៊ានទទួលស្គាល់នូវកំហុសខ្លួនឯងចេះកែប្រែបង្ហាញពីអក្សរត្រង់ជាតិដែលជាគំរូល្អនៃសកម្មភាពស្នេហាជាតិដែលមានអំណាចដ៏ខ្លាំងក្លានៅក្នុងការការពារកិត្តិយសខ្លួនឯងព្រមទាំងកិត្តិយសជាតិនៅលើឆាកអន្តរជាតិការសង្ខេបរបស់យើងជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពគណៈអធិបតីលោកស្រីអ្នកនាងកញ្ញាលោកគ្រូអ្នកគ្រូសួស្តីទៅកាន់សិស្សានុសិស្សដែលមានវត្តមានក្នុងប្រព័ន្ធសូមនេះជាទីស្រឡាញ់រាប់អាននិងសូមគោរពសួស្តីទៅដល់ទស្សនិកជនទាំងអស់ដែលកំពុងទស្សនាការផ្សាយផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាទាំងអស់ជាទីស្រឡាញ់រាប់អានគណៈពេលនេះដែរសូមអនុញ្ញាតឲ្យរូបនាងខ្ញុំហុងសុគន្ធាសូមចូលខ្លួនមកធ្វើជាអ្នកសម្របសម្រួលនៅលើប្រធានបទទី8នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ2026វគ្គជំរុំជុំទី1សូមស្វាគមន៍មកកាន់កម្មវិធីការជជែកដេញដោលយុវជនថ្នាក់ជាតិ2026វគ្គជំរុំជុំទី1អង្គវេទិកាទាំងមូលជាទីគោរពនិងជាទីមេត្រីការប្រកួតតស៊ូមតិបន្តិចទៀតនេះនឹងបានលើកឡើងថាសកម្មភាពការងារស្ម័គ្រចិត្តជាយន្តការចម្បងបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិចឹងយើងនឹងដឹងថាបរិស័ទរបស់យើងមានទស្សនៈយ៉ាងណាលើប្រធានបទខាងលើនេះអង្គវេទិកាទាំងមូលនឹងបានដាក់នៅពេលបន្តិចទៀតនេះដើម្បីកុំឲ្យខាតពេលវេលាយូរនាងខ្ញុំសូមណែនាំសមាជិកភាពបេក្ខជនទាំងពីរក្រុមដែលក្រុមស្របមកពីសាលារៀនសវណ្ណភូមិសាខាទី25ខេត្តតាកែវដែលនៅក្នុងនោះផងដែរគឺយើងមានបេក្ខជនចំនួន5នាក់បេក្ខជនទី1មេងរដ្ឋាសុថានុនបេក្ខជនទី2ហួរសុកសាណេបេក្ខជនទី3លីខុនដារិនបេក្ខជនទី4វត្តថាម៉ារីឡេននិងបេក្ខជនទី5សម្បត្តិនីតាដែលជាបេក្ខជនបម្រុងដែលយើងមានលោកទឹមសុខួយជាគ្រូបង្វឹកនិងលោកស្រីស្កយថារិតជាគ្រូដឹកនាំបន្ទាប់ពីយើងបានដឹងសមាជិកភាពបេក្ខជនក្រុមសពរួចមកឥឡូវនេះយើងនឹងបានដឹងសមាជិកភាពបេក្ខជនក្រុមបដិសេធដែលមកពីសាលា Mikaway រាជធានីភ្នំពេញក្នុងនោះផងដែរគឺយើងមានបេក្ខជនចំនួន5នាក់ដូចគ្នាបេក្ខជនទី1ភ័ក្រសវណ្ណដាបេក្ខជនទី2សេងសុខហេងបេក្ខជនទី3រំសមាវត្តបេក្ខជនទី4ថសេនុចនិងបេក្ខជនទី5ហៀងសៀវចេញដែលជាបេក្ខជនបម្រុងដែលយើងមានលោកគ្រូសុនឌីម៉ងជាគ្រូបង្វឹកអ្នកគ្រូតេសផាន់រីជាគ្រូដឹកនាំគណៈអធិបតីអង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីការប្រកួតនេះអាចដំណើរការទៅបានក៏ដោយសារតែមានការចូលរួមដ៏សកម្មពីគណៈកម្មការទាំង5រូបដែលជាអ្នកជំនាញកំណត់នូវភាពចាញ់ឈ្នះរបស់បងប្អូនទាំងពីរក្រុមដូច្នេះសូមអនុញ្ញាតឲ្យរូបនាងខ្ញុំសូមស្វាគមន៍លោកជំទាវកសលសវណ្ណមរកតសមាជិកនាយកស្ថានអភិវឌ្ឍយុវជននិងកម្មវិធីនិងជាសមាជិកគណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាសូមស្វាគមន៍លោកអែមពិសិដ្ឋប្រធាននាយកស្ថានសហប្រតិបត្តិការកាយរដ្ឋសូមស្វាគមន៍លោកខុនសាមេងប្រធាននាយកស្ថានធនធានមនុស្សនៃគណៈកម្មាក្រហមកម្ពុជាសូមស្វាគមន៍លោកនួនភរមទីប្រឹក្សាកម្មវិធីប្រកួតប្រជែងដេញដោលយុវជនថ្នាក់ជាតិសូមស្វាគមន៍លោកបុតប៉ូលីសេជាអតីតក្រុមការងារបច្ចេកទេសកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិគណៈអធិបតីអង្គពិធីទាំងមូលជាទីគោរពគណៈពេលនេះសូមអនុញ្ញាតឲ្យរូបនាងខ្ញុំជាអ្នកសម្របសម្រួលសូមបញ្យល់នៅនីតិវិធីនៃការប្រកួតដល់បងប្អូនដែលជាបេក្ខជនប្រកួតនិងគណៈកម្មការទាំងមូលការប្រកួតតស៊ូមតិនេះត្រូវបានបែងចែកចេញជា3ដំណាក់កាលដំណាក់កាលទី1គឺជាវគ្គបញ្ចុះសេចក្តីនិងការពីប្រធានបទដោយបេក្ខជនទី1នៃក្រុមស្របនិងក្រុមបដិសេធមានថវិកាចំនួន5នាទីនៅក្នុងការបកស្រាយដោយលទ្ធផលរបស់ខ្លួនដោយផ្ដើមចេញពីបេក្ខជននៃក្រុមស្របមុនចំណែកឯបេក្ខជនទី2នៃទី3នៃក្រុមទាំងពីរវិញមានថវិកាតែចំនួន4នាទីក្នុងប៉ុណ្ណោះនៅក្នុងការបកស្រាយនៅតែលទ្ធផលរបស់ខ្លួនដំណាក់កាលទី2គឺជាវគ្គសួរឆ្លើយបេក្ខជនទាំងពីរក្រុមមានរយៈពេល10នាទីនៅក្នុងការសួរឆ្លើយដោយផ្ដើមចោទចេញពីបេក្ខជននៃក្រុមស្របមុននៅក្នុងនោះផងដែរបងប្អូនមានរយៈពេល30វិនាទីនៅក្នុងការចោទជាសំណួរនិងមានរយៈពេល1នាទីនៅក្នុងការឆ្លើយដោយផ្អែកទៅលើគោលចំហរៀងៗខ្លួនដំណាក់កាលទី3គឺជាវគ្គបូកសរុបសេចក្តីបេក្ខជនទាំងពីរក្រុមមានរយៈពេល5នាទីនៅក្នុងការបកសរុបសេចក្តីដែលផ្ដើមចេញពីបេក្ខជនទី4នៃក្រុមបដិសេធស្របពេលជាមួយគ្នានេះដែរនាងខ្ញុំសូមបញ្យល់នៅនីតិវិធីកណ្ដឹងជាសញ្ញាជូនទៅដល់បងប្អូនដែលជាបេក្ខជនប្រកួតដែលនៅក្នុងសម្លេងកណ្ដឹងនោះគឺយើងមានចំនួន3លើកសម្លេងកណ្ដឹងលើកទី1ចំនួន1ដងបានន័យថាចាប់ផ្ដើមសម្លេងកណ្ដឹងលើកទី2ចំនួន1ដងបានន័យថាបងប្អូនគឺនៅសល់រយៈពេល1នាទីសម្លេងកណ្ដឹងលើកទី3ចំនួន2ដងបានន័យថាបងប្អូនអស់ម៉ោងហើយគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពពេលនេះនាងខ្ញុំសូមចាប់ផ្ដើមការប្រកួតទៅលើប្រធានបទដែលបានលើកឡើងថាសកម្មភាពការងារស្ម័គ្រចិត្តជាយន្តការចម្បងបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិដូច្នេះសូមគោរពអញ្ជើញបេក្ខជនទី1នៃក្រុមស្របឡើងបកស្រាយនៅតែលទ្ធផលរបស់ខ្លួនសូមគោរពអញ្ជើញ
ដៃស្ម័គ្រចិត្តចិត្តស្នេហាជាតិលះបង់ចំពោះជាតិដើម្បីសហគមន៍ជាកិច្ចចាប់ផ្ដើមខ្ញុំព្រះករុណាខ្ញុំបាទមេរដ្ឋាសុផានុនសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គសូមគោរពគណៈធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមួយជាទីគោរពខ្ញុំបាទមកពីសាលារៀនសវណ្ណភូមិទី25ទីតាំងខេត្តតាកែវតំណាងឲ្យក្រុមស្របសូមធ្វើការគាំទ្រចំពោះប្រធានបទមួយដែលបានលើកឡើងថាសកម្មភាពការងារស្ម័គ្រចិត្តជាយន្តនឹងការចម្បងបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិមុននឹងចូលដល់ការបកស្រាយនៅប្រធានបទខាងលើក្រុមស្របយើងខ្ញុំសូមដាក់ចេញនូវពាក្យកន្លឹះមួយចំនួនជាមុនសិនពាក្យការងារស្ម័គ្រចិត្តជាសកម្មភាពធ្វើដោយសេរីចិត្តដើម្បីប្រយោជន៍រួមមិនមែនសម្រាប់ប្រាក់ឈ្នួលនោះទេនេះបើយោងទៅតាមអង្គការស្ម័គ្រចិត្តសហប្រជាជាតិរបស់ UNV យុវជនជាជនប្រុសស្រីទាំងឡាយណាមានអាយុចាប់ពី15ដល់30ឆ្នាំនៅលាឬរៀបការហើយនេះបើយោងទៅតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជននៅកម្ពុជាយន្តការចម្បងជាវិធីសាស្ត្រដែលច្បងនិងចាំបាច់ជាងគេរីឯពាក្យស្រឡាញ់ជាតិជាមនសិការស្នេហាក្តីមេត្តាស្មោះត្រង់ចំពោះប្រទេសជាតិទាំងពីរពាក្យនេះបើយោងទៅតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជឿណាតដូចនេះប្រធានបទមានន័យជារួមថាការបើកឲ្យយុវជនមានសិទ្ធិសេរីភាពគឺជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការបណ្ដុះស្មារតីឲ្យយុវជនមានសេចក្តីស្នេហាជាតិអង្គវេទិកាទាំងមួយជាទីគោរពបើយើងក្រឡេកមកមើលយុវជនកម្ពុជានៅពេលបច្ចុប្បន្នយើងសង្កេតឃើញថាសន្ទុះនៃការចូលរួមក្នុងសកម្មភាពការងារស្ម័គ្រចិត្តពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ដោយសំអាងទៅលើហេតុផលខាងលើនេះហើយទៅក្រុមស្របយើងខ្ញុំសូមដាក់ចេញនូវទក្ខហេតុសំខាន់និងរឹងមាំចំនួន3នោះគឺទក្ខហេតុទី1ការងារស្ម័គ្រចិត្តបណ្ដុះយុវជនឲ្យស្គាល់កាតព្វកិច្ចទក្ខហេតុទី2ការងារស្ម័គ្រចិត្តបណ្ដុះយុវជនឲ្យចេះលះបង់ទក្ខហេតុទី3ការងារស្ម័គ្រចិត្តបណ្ដុះយុវជនឲ្យមានទំនួលខុសត្រូវខណៈពេលនេះដែរអនុញ្ញាតឲ្យរូបខ្ញុំបាទបកស្រាយនៅទក្ខហេតុទី1ការងារស្ម័គ្រចិត្តបណ្ដុះយុវជនឲ្យស្គាល់កាតព្វកិច្ចក្នុងទក្ខហេតុនេះបែងចែកជាពីរចំណុចសំខាន់ចំណុចទី1ការយល់ដឹងពីទូនាទីក្នុងការចូលរួមក្នុងសង្គមជាការពិតណាស់សេចក្តីស្នេហាជាពិតប្រាកដគឺស្ដែងចេញតាមរយៈការស្គាល់នៅទូនាទីរបស់ខ្លួនឯងជាមុនសិនទូនាទីដំបូងបំផុតដែលយុវជនត្រូវដឹងគឺការឈប់ធ្វើខ្លួនជាអ្នកមើលបំណាំក្នុងសង្គមហើយប្រែខ្លួនជាអ្នកចូលរួមចំណែកមួយនៃសង្គមវិញយោងតាមប្រសាសន៍របស់លោកជំទាវស្រួយសុជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានយុវជនថ្លែងក្នុងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តកាលពីថ្ងៃទី5ខែធ្នូឆ្នាំ2023លោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ថាការងារស្ម័គ្រចិត្តគឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលយុវជនឲ្យក្លាយជាពលរដ្ឋសកម្មដែលមានម្ចាស់ការលើបញ្ហាសង្គមទាំងនេះហើយដែលការងារស្ម័គ្រចិត្តមិនត្រឹមតែជួយដល់សហគមន៍មួយមុខនោះទេថែមទាំងបានបញ្ជាក់និងបង្ហាញពីមនសិការស្នេហាជាតិដ៏ពិតប្រាកដតាមរយៈការស្គាល់នៅទូនាទីរបស់ខ្លួនឯងក្នុងនាមជាយុវជនកម្ពុជាម្យ៉ាងវិញទៀតការយល់ដឹងពីទូនាទីដ៏មានតម្លៃរបស់ខ្លួនបែបនេះហើយប្រៀបដូចជាការដាស់ស្មារតីឲ្យយុវជនហ៊ានលះបង់នូវប្រយោជន៍បុគ្គលចាប់យកប្រយោជន៍រួមដែលនេះជាសក្ខីភាពខ្ពស់បំផុតនៃសេចក្តីស្នេហាជាតិដ៏ពិតប្រាកដចំណុចទី2ការពង្រឹងសមត្ថភាពខ្លួនឯងឲ្យស្របតាមសង្គមត្រូវការងារស្ម័គ្រចិត្តប្រៀបដូចជាសាលារៀនជីវិតដែលជំរុញឲ្យយុវជនខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រទេសជាតិតាមរយៈការចូលរួមប្រឈមមុខក្នុងបញ្ហាផ្សេងៗកំឡុងពេលធ្វើការងារស្ម័គ្រចិត្តយុវជននឹងមើលឃើញពីចន្លោះខ្វះខាតនៃចំណេះដឹងរបស់ពួកគេហើយពួកគេនឹងខិតខំអភិវឌ្ឍសមត្ថភាពទាំងនោះរួមមានទាំងជំនាញទន់ជំនាញរឹងនិងជំនាញដោះស្រាយបញ្ហាជាក់ស្ដែងដើម្បីឲ្យពួកគេអាចចូលរួមចំណែកជួយជាតិប្រកបដោយប្រសិទ្ធភាពនិងចីរភាពជាក់ស្ដែងបើយើងក្រឡេកទៅមើលនៅក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ2023សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីសម្ដែងសម្មាសជាមួយនឹងយុវជនស្ម័គ្រចិត្ត SEA Games ប្រមាណជាង7000នាក់កាលពីថ្ងៃទី19ខែមេសាឆ្នាំ2023សម្ដេចក៏បានបញ្ជាក់យ៉ាងច្បាស់ថាការងារស្ម័គ្រចិត្តគឺជាសាលារៀនជីវិតដែលបណ្ដុះឲ្យយុវជនមានទាំងសមត្ថភាពនិងជំនាញច្បាស់លាស់ស្របតាមសង្គមត្រូវការក្នុងនោះការងារស្ម័គ្រចិត្តបានដើរតួនាទីយ៉ាងសំខាន់និងជាថ្នាលបណ្ដុះឲ្យយុវជនមានទាំងសមត្ថភាពនិងមានទាំងគុណធម៌ការដែលយុវជនម្នាក់ខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យស្របតាមសង្គមត្រូវការនិងគោលដៅអភិវឌ្ឍជាតិបែបនេះមិនស្ដែងឲ្យឃើញនូវមនសិការស្នេហាជាតិដ៏ពិតប្រាកដតាមរយៈសកម្មភាពរបស់យុវជនអង្គវេទិកាទាំងមួយជាទីគោរពសរុបជារួមមកតាមរយៈការយល់ដឹងពីទូនាទីរបស់ខ្លួនឯងក្នុងការចូលរួមក្នុងសង្គមនិងការខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យស្របតាមសង្គមត្រូវការងារស្ម័គ្រចិត្តពិតជាយន្តការចម្បងដែលបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិហើយខ្ញុំក៏សូមសំណូមពរដល់យុវជនគ្រប់រូបគប្បីស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជាមុនសិននិងចូលរួមក្នុងសកម្មភាពការងារស្ម័គ្រចិត្តឲ្យបានគ្រប់គ្នាព្រោះនេះជាយន្តការជាក់ស្ដែងដែលបណ្ដុះស្មារតីម្ចាស់ការនិងបណ្ដុះសមត្ថភាពរបស់យុវជនផ្ទាល់ជាចុងក្រោយខ្ញុំនៅតែបន្តគាំទ្រចំពោះប្រធានបទខាងលើនេះដដែលនិងជឿជាក់យ៉ាងមុតមាំថាកាលណាដែលយុវជនម្នាក់ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនពួកគេនឹងចូលរួមចំណែកជួយជាតិប្រកបដោយមនសិការឆន្ទៈសូមអរព្រះគុណនិងសូមអរគុណ
សូមអរគុណចំពោះបេក្ខជនទី1ដែលបានបកស្រាយទៅដោយមានភាពជឿជាក់ជូនទៅដល់អង្គវេទិកាទាំងមូលជាកិច្ចបន្តទៅទៀតនេះសូមគោរពអញ្ជើញបេក្ខជនទី1នៃក្រុមបដិសេធឡើងបកស្រាយនៅតហេតុការណ៍របស់ខ្លួនសូមគោរពអញ្ជើញ អ្នកដែលស្រឡាញ់ជាតិពិតប្រាកដតែងតែកំណត់យកការសិក្សាបើស្រឡាញ់ជាតិគប្បីរក្សាចូលកុំភ្លេចណាសម្បទាទាំង5តែពិតដែរឬទេអង្គវេទិកាទាំងមូលជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមលំអរកាយគោរពទៅកាន់គណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពនិងសួស្តីមិត្តក្រុមស្របជាទីស្រឡាញ់នាងខ្ញុំមានឈ្មោះថាភក្សវណ្ណដាជាបេក្ខជនទី1នៃក្រុមបដិសេធមកពីសាលាមីគីវេសូមឡើងមកធ្វើការបដិសេធក្នុងន័យបំពេញបន្ថែមទៅលើប្រធានបទដែលបានលើកឡើងថាសកម្មភាពការងារស្ម័គ្រចិត្តជាយន្តការចម្បងបណ្ដុះស្មារតីយុវជនឲ្យចេះស្រឡាញ់ជាតិមុននឹងឈានដល់ការបកស្រាយអនុញ្ញាតឲ្យរូបនាងខ្ញុំពន្យល់នៃឃ្លានិងពាក្យកន្លឹះមួយចំនួនជាមុនសិនឃ្លាការងារស្ម័គ្រចិត្តគឺជាការងារទាំងឡាយណាដែលធ្វើឡើងដើម្បីបម្រើផលប្រយោជន៍សហគមន៍ឬស្ថាប័នណាមួយហើយពុំទទួលបានប្រាក់កម្រៃតបស្នងមកវិញនេះបើយោងទៅតាមក្រុមប្រឹក្សាអង្គការស្ម័គ្រចិត្តហៅកាត់ថា NCVO រីឯពាក្យចម្បងមានន័យថាដែលច្បងគេដែលលើគេនេះបើយោងទៅតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួនណាតចំណែកអាយុវជនគឺជាបុគ្គលទាំងឡាយណាដែលមានអាយុពី15ដល់30ឆ្នាំនេះបើយោងទៅតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនដូចនេះប្រធានខាងលើមានន័យជារួមថាសកម្មភាពការងារដែលធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ណាមួយហើយពុំទទួលបានប្រាក់កម្រៃតបស្នងមកវិញគឺជាកត្តាច្បងគេដែលអាចបណ្ដុះស្មារតីឲ្យបុគ្គលដែលមានអាយុពី15ដល់30ឆ្នាំចាស់ស្រឡាញ់ជាតិមាតុភូមិមិត្តបានលើកឡើងអំពីសារៈសំខាន់ជាច្រើនរបស់អ្នកស្ម័គ្រចិត្តក៏ប៉ុន្តែក្រុមបដិសេធយើងខ្ញុំជឿជាក់ថាសកម្មភាពជាតិនិយមទៅវិញទេទើបជាកត្តាចម្បងដែលអាចបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិយ៉ាងពិតប្រាកដដោយសំអាងលើហេតុផលទាំងអស់នេះហើយក្រុមបដិសេធយើងខ្ញុំសូមដាក់ចេញនូវតលហេកសំខាន់និងរឹងមាំចំនួន3នោះគឺតលហេកទី1ការសិក្សាពេញមួយជីវិតជាចក្ខុវិស័យនៃស្មារតីជាតិនិយមតលហេកទី2សកម្មភាពជាតិនិយមបណ្ដោះឆន្ទៈរួបរวมសាមគ្គីជាតិតលហេកទី3ឧត្តមមានវត្តយុវជនក្រមស្មារតីជាតិនិយមនាគណៈពេលនេះដែរអនុញ្ញាតឲ្យរូបនាងខ្ញុំដែលជាកូនច្បងនៃក្រុមបដិសេធឡើងមកធ្វើការបកស្រាយនៅតលហេកទី1នោះគឺការសិក្សាពេញមួយជីវិតជាចក្ខុវិស័យនៃស្មារតីជាតិនិយមអង្គវេទិកាទាំងមូលជាទីគោរពស្រីស្អាតដោយសារចរិយាឯប្រុសសង្ហាដោយសារវិជ្ជាយុវជនអាចចូលរួមអភិវឌ្ឍជាតិនិងការពារគឺត្រូវទាមទារឲ្យមានការសិក្សាពេញមួយជីវិតការរៀនសូត្រឲ្យពូកែនិងមានជំនាញច្បាស់លាស់គឺជាគ្រឹះសំខាន់បំផុតនៅក្នុងការបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិដូច្នេះដើម្បីសម្រេចបាននៅយុវជនដែលស្រឡាញ់ជាតិគឺទាមទារឲ្យយុវជនមាននៅសម្បទាទាំង5រួមមានវិជ្ជាសម្បទាបំដិនសម្បទាចរិយាសម្បទាកាយសម្បទានិងគុណសម្បទាទៅជាយន្តការចម្បងក្នុងការឈានទៅរកការស្នេហាជាតិជានេះទៅទៀតយុវជនដែលស្នេហាជាតិត្រូវតែមាននៅចំណេះដឹងខាងផ្នែកវប្បធម៌ប្រវត្តិសាស្ត្រដឹងគុណចំពោះសន្តិភាពនិងការលះបង់របស់បុព្វបុរសខ្មែរដែលបានពលីជីវិតសាច់ស្រស់ឈាមស្រស់សម្រាប់ជាតិមាតុភូមិនិងចូលរួមខិតខំប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងទៅលើជំនាញ Digital ជំនាញសតវត្សទី21ដើម្បីក្លាយខ្លួនទៅជាយុវជនដែលស្នេហាជាតិយ៉ាងពិតប្រាកដស្របតាមន័យនេះចក្ខុវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡាក៏បានផ្ដួចផ្ដើមគំនិតអភិវឌ្ឍគោលនយោបាយសិក្សាពេញមួយជីវិតសម្ដៅការអភិវឌ្ឍធនធានមនុស្សដើម្បីការអភិវឌ្ឍឈានទៅរកចីរភាពនេះបើយោងទៅតាមគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិតជានេះទៅទៀតបើយើងកន្លែងទៅមើលផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ2024-2028របស់ក្រសួងអប់រំយុវជននិងកីឡាក៏បានកំណត់យកការអប់រំជាអាទិភាពទី1ផងដែរដើម្បីធានាឲ្យការអប់រំទទួលបាននៅសមធម៌បរិញ្ញាប័ន្ននិងការលើកកម្ពស់ការសិក្សាពេញមួយជីវិតទាំងអស់គ្នាតើប៉ុណ្្នឹងហើយនៅតែមិនអាចរងាប់ចិត្តមិត្តក្រុមស្របឲ្យជឿជាក់ថាការអប់រំគឺជាកត្តាដែលធ្វើឲ្យយុវជនស្នេហាជាតិទៀតឬជានេះទៅទៀតបើយើងកលែងទៅមើលប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងក្រោមទិវាយុវជនកាលពីថ្ងៃទី9ខែឧសភាឆ្នាំ2017ក៏បានលើកឡើងផងដែរថាយុវជនត្រូវជួយខ្លួនឯងជាមុនសិនទើបអាចជួយសង្គមជាតិបានហើយការជួយខ្លួនឯងគឺស្ដែងចេញតាមរយៈការខិតខំប្រឹងប្រែងសិក្សារៀនសូត្រជារួមមកការងារស្ម័គ្រចិត្តរបស់មិត្តសំខាន់ក៏ប៉ុន្តែវាពុំទាន់ជាយន្តការចម្បងក្នុងការបណ្ដុះស្មារតីឲ្យយុវជនស្រឡាញ់ជាតិនោះទេគឺទាល់តែមានការសិក្សាជាពិសេសគឺការសិក្សាពេញមួយជីវិតរបស់ក្រុមបដិសេធយើងខ្ញុំជាមុនសិនហើយសូម្បីតែបងមកស្ម័គ្រចិត្តនៅក្នុងកម្មវិធីជជែកដេញដោលក៏ដូចជានៅក្នុងកម្មវិធី SEA Games និងកម្មវិធីផ្សេងទៀតដែលមិត្តបានលើកឡើងសុទ្ធសឹងតែអ្នកដែលមាននៅចំណេះដឹងនិងសកម្មភាពជាតិនិយម
ចង់ឃើញប្រទេសជាតិរបស់ខ្លួនមានការអភិវឌ្ឍនិងមានឈ្មោះនៅលើឆាកអន្តរជាតិដែលបានខិតខំកសាងខ្លួនតាំងពីថ្នាក់បឋមសិក្សារហូតទទួលបានផ្លែផ្កានាពេលបច្ចុប្បន្នជាចុងក្រោយនាងខ្ញុំនៅតែប្រកាន់នូវគោលចំហបដិសេធក្នុងន័យបំពេញបន្ថែមទៅលើប្រធានបទខាងលើនេះដដែលសូមគោរពអរគុណនិងសូមអរគុណ សូមអរគុណចំពោះបេក្ខជនទី1នៃក្រុមបដិសេធដែលបានឡើងបកស្រាយទៅដោយមានទំនុកចិត្តជូនទៅដល់អង្គវេទិកាទាំងមូលជាកិច្ចបន្តសូមគោរពអញ្ជើញបេក្ខជនទី2នៃក្រុមស្របឡើងបកស្រាយនៅតាមហេតុការណ៍របស់ខ្លួនសូមគោរពអញ្ជើញ មិត្តក្រុមបដិសេធបានលើកឡើងអំពីការអប់រំប៉ុន្តែយុវជនស្ម័គ្រចិត្តមិនមែនពួកគាត់មិនមានការអប់រំនោះទេគឺពួកគាត់មានលើសពីចំណេះដឹងដែលមិត្តបានលើកឡើងទៅទៀតជាកិច្ចបន្តខ្ញុំបកករណានេះខ្ញុំឈ្មោះហោសុសានាសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពនាងខ្ញុំមកពីសាលារាជសវណ្ណភូមិទី25ខេត្តតាកែវតំណាងឲ្យក្រុមស្របសូមចូលខ្លួនមកបកស្រាយទៅលើទិដ្ឋាការទី2ដែលបានលើកឡើងថាការងារស្ម័គ្រចិត្តបណ្ដោះយុវជនឲ្យចេះលះបង់ហើយទិដ្ឋាការនេះផងដែរគឺមានចំណុចសំខាន់ពីរគឺចំណុចទី1ការមានបេះដូងជួយជាតិអង្គវេទិកាទាំងមូលជាទីគោរពសេចក្តីស្នេហាជាតិដ៏ពិតប្រាកដនិងមានតម្លៃបំផុតមិនបានផ្ដោតទៅលើសម្ដីឬទ្រឹស្ដីដែលចេញពីការអប់រំឡើយប៉ុន្តែគឺផ្ដោតទៅលើសកម្មភាពនៃការលះបង់ដ៏ធំបំផុតចំពោះប្រទេសជាតិហើយការងារស្ម័គ្រចិត្តនេះហើយដែលបណ្ដោះយុវជនឲ្យចេះលះបង់នូវប្រយោជន៍បុគ្គលភាពអាត្មានិយមនិងភាពសុខស្រួលរបស់ខ្លួនដើម្បីងាកមកបម្រើឧត្តមប្រយោជន៍នៃគ្រួសារសហគមន៍និងប្រទេសជាតិទាំងមូលមនសិការនៃការលះបង់ដែលកើតចេញពីឆន្ទៈសេរីគឺជាកត្តាលិកជំរុញដ៏ខ្លាំងបំផុតដែលនាំឲ្យយុវជនហ៊ានតស៊ូជំនះរាល់ឧបសគ្គដើម្បីបុព្វហេតុជាតិសំណួរសួរថាបើយុវជនម្នាក់មិនចេះលះបង់ផងតើប្រទេសជាតិមួយនេះអាចរឹងមាំបានយ៉ាងដូចម្តេចទៅអង្គវេទិកាទាំងមូលជាក់ស្ដែងនៅពេលដែលយុវជនម្នាក់ហ៊ានចំណាយទាំងកម្លាំងកាយចិត្តពេលវេលាចុះទៅបង្រៀនកុមារនៅតាមទីជនបទឬក៏ចុះទៅសម្អាតបរិស្ថាននៅតាមទីសាធារណៈផ្សេងៗនេះបានបង្ហាញអំពីទឹកចិត្តបេះដូងមនសិការសេចក្តីមេត្តាក្នុងការចូលរួមចែករំលែកក៏ដូចជាមើលឃើញអំពីទុកលំបាករបស់មាតុភូមិខ្លួនបើយោងទៅតាមក្រសួងសុខាភិបាលក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តកាលពីថ្ងៃទី9ធ្នូឆ្នាំ2025ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតបច្ចាមនីហ៊ុនម៉ាណែតក្នុងនោះយើងឃើញថាមានអ្នកស្ម័គ្រចិត្តចូលរួមចំនួនចូលរួមបរិច្ចាគឈាមចំនួន2547នាក់ហើយក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនទៀតមួយវិញទៀតបើយោងទៅតាមប្រសាសន៍របស់ឯកឧត្តមធម្មនីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី24សីហាឆ្នាំ2024ឯកឧត្តមក៏មានប្រសាសន៍ផងដែរថាបុព្វហេតុមួយរបស់សសយកជាការគៀកមនុស្សមករួមរំគ្នាដើម្បីសម្រេចគោលដៅរួមតាមរយៈការបន្តនូវស្មារតីពីធ្នូដើម្បីរក្សានូវសកម្មភាពមនុស្សធម៌រក្សាសន្តិភាពនិងកសាងនូវសមិទ្ធផលសង្គមចំណុចទី2ភាពស្មោះត្រង់ចំពោះប្រទេសជាតិការលះបង់ដ៏សំខាន់បំផុតនៅមិនអាចខ្វះបានគឺជាការលះបង់នូវប្រយោជន៍ផ្ទាល់ខ្លួនដើម្បីរក្សានូវភាពស្មោះត្រង់ចំពោះប្រទេសជាតិហើយភាពស្មោះត្រង់នេះហើយដែលជាខ្លួនការពារជាតិដ៏រឹងមាំព្រោះថានៅពេលដែលយុវជនម្នាក់មានភាពស្មោះត្រង់ចំពោះប្រទេសជាតិប្រកបណាស់គឺពួកគេហ៊ានបដិសេធរាល់សកម្មភាពណាដែលនាំឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍រួមទោះបីជាពួកគេដឹងថាសកម្មភាពនោះផ្ដល់ផលចំណេញដល់ពួកគេយ៉ាងណាក្តីស្របនឹងគ្នានេះផងដែរបើយោងទៅតាមគេហទំព័រ AMS កាលពីថ្ងៃទី5ធ្នូឆ្នាំ2024ក្នុងកម្មវិធីអបអរទិវាអ្នកស្ម័គ្រចិត្តអន្តរជាតិឯកឧត្តមបណ្ឌិតសភាចាហងជួនអរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងអំពីគោលដៅនៃការងារស្ម័គ្រចិត្តគឺជាការបណ្ដុះនូវស្មារតីលះបង់ជូនអ្នកដទៃនិងសហគមន៍ដោយឈរលើប្រយោជន៍រួមលើពីនេះទៅទៀតឯកឧត្តមក៏មានប្រសាសន៍ផងដែរថាការងារស្ម័គ្រចិត្តគឺជាកត្តាគន្លឹះក្នុងការបណ្ដុះនូវស្តង់ដារសាលារៀនគំរូដែលលើកកម្ពស់នូវសីលធម៌និងចរិយាធម៌របស់សិស្សជារួមមកវិញការលះបង់មិនមែនជាការបាត់បង់នោះទេប៉ុន្តែជាការវិនិយោគមួយដែលបណ្ដុះនូវយុវជនដែលមានទឹកចិត្តនិងបេះដូងក្នុងការជួយជាតិនិងភាពស្មោះត្រង់បំផុតចំពោះជាតិហើយនេះជាយុវជនដែលជាតិត្រូវការជាចាំបាច់ដើម្បីក្លាយជាសរសរទ្រូងដ៏មានតម្លៃនាពេលអនាគតជាចុងក្រោយនាងខ្ញុំនៅតែបន្តគាំទ្រប្រធានបទខាងលើនេះដដែលហើយខ្ញុំក៏សូមសំណូមពរទៅកាន់យុវជនគ្រប់រូបឲ្យចូលរួមការងារស្ម័គ្រចិត្តឲ្យបានច្រើនដើម្បីបណ្ដុះទៅមនសិការនិងបេះដូងក្នុងការចូលរួមជាចំណែកមួយជួយដល់ប្រទេសជាតិហើយក៏ត្រូវចងចាំផងដែរថាក្នុងនាមជាយុវជនម្នាក់មិនត្រូវមានកំណត់ដេកផ្សំដួលរមួលផ្សំព្រិចហើយឆ្លៀតការឃើញកន្ទេលធំបន្លំចូលដេកឲ្យសោះក្នុងការចូលរួមកិច្ចការងារសង្គមឲ្យសោះសូមអរគុណនិងសូមអរគុណ សូមអរគុណចំពោះបេក្ខជនទី2នៃក្រុមស្របដែលបានឡើងបកស្រាយនៅតែលហិកររបស់ខ្លួនជាកិច្ចបន្តទៅទៀតនេះសូមគោរពអញ្ជើញបេក្ខជនទី2នៃក្រុមបដិសេធឡើងបកស្រាយនៅតែលហិកររបស់ក្រុមខ្លួនសូមគោរពអញ្ជើញ ជាតិអភិវឌ្ឍបានព្រោះយុវជនជាកម្លាំងស្នូលនៃសង្គមតែបើយុវជនខ្វះឆន្ទៈជាតិនិយមតើសកម្មភាពផ្សេងៗដែលធ្វើដើម្បីជាតិមាតុភូមិក៏ដូចជាការងារស្ម័គ្រចិត្តរបស់មិត្តអាចកើតឡើងបានដោយរបៀបណាទៅអង្គវេទិកាទាំងមូល
ជាកិច្ចចាប់ផ្ដើមខ្ញុំបាទសេងសុខេងសូមគោរពគណៈធិបតីគណៈកម្មការអង្គវេទិកាទាំងមូលជាទីគោរពនិងសួស្តីមិត្តក្រុមស្របជាទីស្រឡាញ់គណៈពេលនេះអនុញ្ញាតឲ្យខ្ញុំបាទឡើងមកធ្វើការបកស្រាយទៅលើតលហេកទី2នោះគឺសកម្មភាពជាតិនិយមបណ្ដោះឆន្ទៈរួបរวมសាមគ្គីជាតិអង្គវេទិកាទាំងមូលជាទីគោរពស្របទៅនឹងតលហេកទី1ដែលមិត្តរបស់ខ្ញុំបានលើកឡើងរួមមកហើយអំពីការសិក្សាពេញមួយជីវិតដែលបានចូលរួមយ៉ាងសំខាន់និងជាឫសគល់ដែលធ្វើឲ្យយុវជនចេះស្រឡាញ់ជាតិមាតុភូមិបន្ថែមពីនេះសកម្មភាពជាតិនិយមក៏បានបណ្ដោះឲ្យយុវជនមាននៅឆន្ទៈរួបរวมសាមគ្គីជាតិតាមរយៈការចូលរួមធ្វើជាពលរដ្ឋល្អរួមមានការចូលរួមក្នុងជីវភាពនយោបាយការគោរពច្បាប់សម្ដាប់ធ្នាប់និងចូលរួមក្នុងកិច្ចការសង្គមជាក់ស្ដែងបើយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា49បានបង្ហាញថាប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចរួមចំណែកក្នុងការកសាងនិងការពារមាតុភូមិដែលនេះជាសក្ខីភាពបង្ហាញថាស្មារតីជាតិនិយមគឺជាកាតព្វកិច្ចរបស់ពលរដ្ឋដ៏ខ្ពស់បំផុតលើសពីនេះទៅទៀតបើយោងទៅតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនឆ្នាំ2011បានដឹងថាយុវជនត្រូវបានលើកទឹកចិត្តឲ្យមានការអភិវឌ្ឍខ្លួនខ្លាចជាពលរដ្ឋល្អមានសីលធម៌ទំនួលខុសត្រូវហ៊ានលះបង់និងមានស្មារតីស្នេហាជាតិដើម្បីចូលរួមក្នុងការអភិវឌ្ឍជាតិមាតុភូមិក្នុងន័យនេះការធ្វើជាពលរដ្ឋល្អមិនត្រឹមតែបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏បានបណ្ដោះឲ្យយុវជនយល់ច្បាស់ពីតម្លៃនៃការស្រឡាញ់ជាតិដោយបញ្ជ្រាបការអប់រំអំពីតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការកសាងស្មារតីស្នេហាជាតិឲ្យស្ថិតស្ថេរនៅក្នុងក្រអៅបេះដូងរបស់យុវជនដើម្បីជាការអនុវត្តឲ្យយុវជនចូលរួមធ្វើជាពលរដ្ឋល្អប្រកបដោយប្រសិទ្ធភាពរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍយុវជនឆ្នាំ2022ដល់ឆ្នាំ2026ដោយបានកំណត់ការចូលរួមធ្វើជាពលរដ្ឋល្អរបស់យុវជនជាកត្តាដ៏សំខាន់ដូចជាការយល់ដឹងអំពីលក្ខខណ្ឌបកតិយុត្តការគោរពច្បាប់ការថែទាំសុខភាពការយល់ដឹងអំពីសិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានិងលើកកម្ពស់សមភាព gender ដោយគាំទ្រយុវជនជាស្ត្រីចូលរួមក្នុងកិច្ចការសង្គមជាដើមជាលទ្ធផលសកម្មភាពទាំងនេះបានបំលែងយុវជនឲ្យក្លាយទៅជាពលរដ្ឋសកម្មមានវិន័យសីលធម៌ខ្ពស់និងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកដោយមិនមានការរើសអើងការនេះមិនត្រឹមតែពង្រឹងសាមគ្គីភាពជាតិឲ្យកាន់តែរឹងមាំប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏បានជំរុញឲ្យយុវជនមាននូវមោទនភាពជាតិនិងឆន្ទៈម្ចាស់ការក្នុងការការពារសុខសន្តិភាពនិងអភិវឌ្ឍជាតិមាតុភូមិប្រកបដោយបរិញ្ញាបត្រនិងនិរន្តរភាពជាក់ស្ដែងក្នុងអំឡុងពេលដែលប្រទេសកម្ពុជាមានវិវាទជាមួយនឹងប្រទេសជិតខាងយើងក៏បានឃើញហើយពីភាពអង់អាចរបស់វីរៈកងទ័ពបឹងតុងធានដែលជាយុវជនខ្មែរមួយរូបទើបតែមានអាយុ20ឆ្នាំប៉ុណ្ណោះតែមានឆន្ទៈមនសិការស្មារតីស្នេហាជាតិយ៉ាងមោះមុតហ៊ានលះបង់មិនខ្លាចរអានៅក្នុងពេលដែលប្រទេសជាតិកំពុងមានសង្គ្រាមនេះហើយជាភាពគំរូដ៏ល្អឥតខ្ចោះសម្រាប់យុវជនដទៃទៀតឲ្យយុវជនគ្នាយើងអើយឆន្ទៈជាតិនិយមគឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវចូលរួមរួបរวมសាមគ្គីជាតិឲ្យស្របទៅនឹងពាក្យស្លោកមួយឃ្លាបានពោលថាខ្មែរតែមួយអនាគតតែមួយមិត្តក្រុមស្របជាទីស្រឡាញ់បើសិនជាយុវជនមិនតទាំងបានបណ្ដោះឆន្ទៈជាតិនិយមផងនោះតែឲ្យយុវជនមានមនសិការណាទៅធ្វើការងារស្ម័គ្រចិត្តនោះនេះសបញ្ជាក់ថាដរាបណាយុវជនមានសកម្មភាពជាតិនិយមមនសិការស្រឡាញ់ជាតិនិងការធ្វើអ្វីៗដើម្បីជាតិគឺនៅតែកើតមានជាដរាបជារួមមកសកម្មភាពជាតិនិយមតាមរយៈការធ្វើជាពលរដ្ឋល្អគឺពិតជាបានបណ្ដោះឲ្យយុវជនមាននូវឆន្ទៈរួបរวมសាមគ្គីជាតិនិងការស្រឡាញ់ជាតិយ៉ាងពិតប្រាកដជាចុងក្រោយខ្ញុំបាទនៅតែប្រកាន់គោលចំហបដិសេធក្នុងន័យបំពេញបន្ថែមទៅលើប្រធានបទនេះដដែលសូមអរព្រះគុណនិងសូមអរគុណ សូមអរគុណចំពោះបេក្ខជនទី2នៃក្រុមបដិសេធដែលបានឡើងបកស្រាយនៅតែលហេករបស់ខ្លួនជាកិច្ចបន្តសូមគោរពអញ្ជើញបេក្ខជនទី3នៃក្រុមស្របឡើងបកស្រាយនៅតែលហេករបស់ខ្លួនសូមគោរពអញ្ជើញ មិត្តក្រុមបដិសេធជាទីស្រឡាញ់មិត្តបានលើកឡើងថាសកម្មភាពជាតិនិយមគឺជាការស្គាល់ពីកាតព្វកិច្ចមិត្តកំពុងតែគ្រប់គ្រងនៅតលហេកទី1ខាងក្រុមស្របយើងខ្ញុំហើយជាថ្មីម្ដងទៀតខ្ញុំប្រកាសណានេះខ្ញុំលីខុនតារីមសូមថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពនេះខ្ញុំមកពីសាលារៀនសមត្ថភូមិទី25ខេត្តតាកែវដំណើរក្រុមស្របសូមធ្វើការឡើងមកបកស្រាយនៅតលហេកទី3គឺការងារស្ម័គ្រចិត្តបណ្ដោះយុវជនមានទំនួលខុសត្រូវការមានទំនួលខុសត្រូវគឺជាស្នូលដ៏សំខាន់បំផុតដែលបណ្ដុះនូវមនសិការជាតិដល់យុវជនដែលមានទំនួលខុសត្រូវលើទង្វើខ្លួនឯងគឺជាយុវជនដែលកំពុងកសាងគ្រឹះនៃភាពជាអ្នកដឹកនាំនាពេលអនាគតនៅក្នុងតលហេកទី3នេះផងដែរក្រុមស្របយើងខ្ញុំក៏លើកយកនៅពីរចំណុចសំខាន់គឺចំណុចទី1ការដឹងខុសត្រូវគឺជាការដូរខាត់នូវមនសិការឲ្យយុវជនយល់ដឹងអំពីផលវិបាកនៃសកម្មភាពខ្លួនឯងយុវជនដែលស្រឡាញ់ជាតិពិតប្រាកដគឺជាយុវជនដែលហ៊ានទទួលស្គាល់ការពិតហ៊ានទទួលទាំងត្រូវហ៊ានទទួលទាំងខុសហើយចេះកែប្រែរាល់ទង្វើទាំងនោះឲ្យកាន់តែល្អប្រសើរឡើងយុវជនដែលមានស្មារតីស្រឡាញ់ជាតិគឺគេនឹងបណ្ដាលឲ្យខ្លួនគេធ្វើសកម្មភាពទាំងឡាយណាដែលនាំមានផលប៉ះពាល់ដល់សង្គមជាតិផ្ទុយទៅវិញ
គេគឺជាមនុស្សម្នាក់ដែលសង្គមជាតិអាចទុកចិត្តបានមិនថាការងារតូចតាចនៅបើមិនថាការងារតូចតាចនៅក្នុងសហគមន៍ឬការងារធំថ្នាក់ជាតិក៏ដោយទំនួលខុសត្រូវនេះឯងដែលបំលែងយុវជនខ្លះទៅជាមនុស្សចាស់ចិត្តចាស់គំនិតចេះត្រិះរិះពិចារណាថ្លឹងថ្លែងកិច្ចការឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តធ្វើកិច្ចការទាំងនោះដើម្បីធានាថាកិច្ចការទាំងនោះនឹងនាំមកនូវផលចម្រើនក្នុងប្រទេសជាតិស្របជាមួយគ្នានេះផងដែរឯកឧត្តមហុំមនីឧបនាយករដ្ឋមន្ត្រីនៃក្រសួងសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី14ខែមករាឆ្នាំ2024បានមានប្រសាសន៍ថាយុវជនស្ម័គ្រចិត្តគឺមិនមែនចូលរួមដើម្បីតែយកបទពិសោធន៍ប៉ុន្តែវាគឺជាការតាំងចិត្តនិងជាការបណ្ដុះស្មារតីទទួលខុសត្រូវក្នុងនាមជាម្ចាស់ស្រុកចំណុចទី2ការធ្វើជាគំរូល្អការធ្វើជាគំរូល្អគឺជាសកម្មភាពស្នេហាជាតិដ៏មានអំណាចនិងមានសក្តានុពលខ្លាំងបំផុតយុវជនដែលធ្វើជាគំរូល្អមិនត្រឹមតែអាចការពារនូវកិត្តិយសកេរ្តិ៍ឈ្មោះខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែកំពុងតែកសាងនូវកិត្តិយសកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិនៅលើឆាកជាតិក៏ដូចជាឆាកអន្តរជាតិការធ្វើជាគំរូល្អគឺជាត្រីវិស័យដែលបង្ហាញផ្លូវយុវជនជាសសរទ្រូងយ៉ាងរឹងមាំនៃប្រទេសជាតិហើយអាចឲ្យយុវជនហ៊ានទទួលខុសត្រូវនៅលើកិច្ចការអភិវឌ្ឍជាតិដឹកនាំប្រទេសទៅរកភាពរីកចម្រើនជាមួយគ្នានេះផងដែរឯកឧត្តមអតីតសភាចារហងជួនអរុនឧបនាយករដ្ឋមន្ត្រីនៃក្រសួងអប់រំយុវជននិងកីឡាបានថ្លែងនៅក្នុងកម្មវិធីវេទិកាយុវជននិងយុវជនជាតិកាលពីថ្ងៃទី20ខែសីហាឆ្នាំ2024ថាគោលបំណងចម្បងជំរុញឲ្យមានចលនាយុវជនស្ម័គ្រចិត្តគឺជាការបំលែងពីចំណេះដឹងទ្រឹស្ដីទៅជាការអនុវត្តសីលធម៌នៅក្នុងសង្គមផ្ទាល់លើពីនេះទៅទៀតនៅក្នុងឱកាសសម្ដែងសម្ណាជាមួយនៅយុវជនស្ម័គ្រចិត្តនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅអាស៊ានប៉ារ៉ាហ្គេមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាប្រធានប្រសិទ្ធភាពនៃប្រជាជាតិកម្ពុជាបានប្រសាសន៍ថាយុវជនស្ម័គ្រចិត្តធ្វើជាគំរូល្អបំផុតក្នុងការគោរពច្បាប់និងសណ្ដាប់ធ្នាប់ជារួមមកសកម្មភាពការងារស្ម័គ្រចិត្តគឺជាសិល្បៈនៃការចែករំលែកក្តីស្រឡាញ់ទៅកាន់សង្គមជាតិយុវជនដែលស្រឡាញ់ជាតិពិតប្រាកដគឺជាយុវជនដែលបំលែងខ្លួនខ្លាចទៅជាគំរូនៃអំពើល្អហើយចូលរួមសកម្មភាពការងារស្ម័គ្រចិត្តដោយលះបង់ទឹកកម្លាំងកាយចិត្តដែលបណ្ដុះឲ្យពួកគេមានស្មារតីភ្ញាក់រលឹកនិងមានទំនួលខុសត្រូវខ្ពស់នៅក្នុងសង្គមជាចុងក្រោយខ្ញុំនៅតែគាំទ្រចំពោះប្រធានបទខាងលើនៅសំណូមពរឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការយុវជនស្ម័គ្រចិត្តឲ្យបានច្រើនដើម្បីអាចឲ្យយុវជនមកពីគ្រប់តំបន់និងគ្រប់ទិសទីចូលរួមក្នុងការជួយសង្គមជាតិសូមអរព្រគុណនិងសូមអរគុណសូមអរគុណបេក្ខជនទី3នៃក្រុមស្របដែលបានឡើងបកស្រាយនៅតែលក្ខខណ្ឌរបស់ខ្លួនបានយ៉ាងបោះក្បាយជូនទៅដល់អង្គពិធីទាំងមូលជាកិច្ចបន្តសូមគោរពអញ្ជើញបេក្ខជនទី3នៃក្រុមបដិសេធឡើងបកស្រាយនៅតែលក្ខខណ្ឌរបស់ខ្លួនសូមគោរពអញ្ជើញតារាបណាយុវជនមាននៅឆន្ទៈជានិយមនិងសមត្ថភាពគ្រប់គ្រាន់ហើយនោះក៏បំណងនៅក្នុងការចូលរួមការពារនិងអភិវឌ្ឍប្រទេសជាតិនឹងនៅតែកើតមានជានិច្ចណាអង្គវេទិកាទាំងមូលជាកិច្ចចាប់ផ្ដើមនាងខ្ញុំរំស្មាវតីសូមគោរពដល់អង្គពិធីទាំងមូលជាទីគោរពនាគណៈនេះអនុញ្ញាតឲ្យរូបនាងខ្ញុំបកស្រាយទៅលើតលហីកទី3នោះគឺឧត្តមមានវត្តយុវជនក្រមស្មារតីជាតិនិយមនៅក្នុងសង្គមជាតិមួយយុវជនត្រូវបានចាត់ទុកជាកម្លាំងស្នូលយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិបើសិនជាយុវជនពុំមានជំនាញនិងសមត្ថភាពពិតប្រាកដនោះទេការបម្រើជាតិរបស់ពួកគេក៏មិនទទួលបានប្រសិទ្ធភាពល្អនោះដែរហើយយុវជននាសតវត្សទី21នេះចាំបាច់ត្រូវមានបំណិនសតវត្សទី21រួមមានជំនាញទន់និងជំនាញរឹងដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម 4.0 និងដើម្បីពង្រឹងខ្លួនឲ្យក្លាយទៅជាធនធានមនុស្សដ៏មានគុណភាពមួយសម្រាប់ការការពារនិងអភិវឌ្ឍប្រទេសជាតិបើយោងទៅតាមសិភៅបដិវត្តកម្ម Digital បំណិនសតវត្សទី21និងកំណែទម្រង់វិធីសាស្ត្របង្រៀនរបស់ឯកឧត្តមបណ្ឌិតសភាចារហុងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាក៏បានបង្ហាញថាយុវជនត្រូវមានបំណិនសតវត្សទី21ដែលសមស្របបំផុតសម្រាប់អនាគតនិងត្រូវមានការទទួលខុសត្រូវអាកប្បកិរិយាវិជ្ជមាននៅក្នុងគោលដៅចាប់យកនូវជំនាញថ្មីៗនិងបន្សំខ្លួនទៅនឹងបដិបត្តិសង្គមដែលតែងតែប្រែប្រួលជានិច្ចដើម្បីទទួលបាននូវភាពជោគជ័យនៅក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើបនេះឲ្យស្របទៅនឹងប្រសាសន៍របស់លោកថាយុវជនដែលស្នេហាជាតិគឺជាយុវជនដែលមាននូវចំណេះជំនាញនិងសមត្ថភាពពិតប្រាកដនៅក្នុងការបម្រើជាតិប្រកបដោយប្រសិទ្ធភាពជាងនេះទៅទៀតយុវជនបានប្រើប្រាស់ទាំងចំណេះជំនាញសមត្ថភាពបូករួមជាមួយនឹងឆន្ទៈមនសិការជាតិនិយមទៅចូលរួមនៅក្នុងការផ្សព្វផ្សាយនិងលើកស្ទួយនៅវប្បធម៌អត្តសញ្ញាណជាតិខ្មែរលើឆាកអន្តរជាតិជាក់ស្ដែងយុវជនដែលមាននៅឆន្ទៈជាតិនិយមបានរួបរวมគ្នានាំយកនៅល្ខោនខោលគុនល្បុក្កតោនិងរបាំខ្មែរទៅសម្ដែងផ្ទាល់លើឆាកអន្តរជាតិដូចជានាដការីរបាំសុគាគឹមលៀងជាយុវជនខ្មែរមួយរូបបានតបតែងខ្លួនជាអប្សរាខ្មែរដែលបានបង្កើតនៅទស្សនវិជ្ជាយ៉ាងកម្រដែលបានសម្ដែងនៅរបាំព្រះរាជទ្រព្យនៅលើភ្នំតកកនៃប្រទេសញូហ្សេឡង់ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញអំពីតម្លៃដ៏ថ្លៃថ្លានៃវប្បធម៌ខ្មែរបន្ថែមពីនេះទៅទៀតបើយើងទៅតាមការចេញផ្សាយកាលពីថ្ងៃទី5ខែកញ្ញាឆ្នាំ2025នៅលើគេហទំព័រផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក៏បានបង្ហាញអំពីពិធីតាំងពិព័រណ៍ផលិតផលខ្មែរក្រុមប្រធានបទខ្មែរធ្វើបាន
យុវជននិងនិស្សិតបានរួបរวมគ្នាកសាងនូវគម្រោងវិថីម្ហូបអាហារដើម្បីទាក់ទាញនូវភ្ញៀវទេសចរដែលបានបង្កើននូវការងារនិងចំណូលចូលទៅដល់សហគមន៍ព្រមទាំងបានបង្កើននូវគំនិតច្នៃប្រឌិតថ្មីៗដើម្បីដោះស្រាយទៅលើបញ្ហាសង្គមជាក់ស្ដែងនិងជំរុញទៅដល់សេដ្ឋកិច្ចមូលដ្ឋានទាំងនេះគឺបានបង្ហាញឲ្យយើងឃើញកាន់តែច្បាស់ថាយុវជនដែលស្នេហាជាតិពិតប្រាកដគឺត្រូវតែជាយុវជនដែលមាននូវចំណេះជំនាញនិងសមត្ថភាពនៅក្នុងការចូលរួមលើកស្ទួយទាំងវប្បធម៌និងសេដ្ឋកិច្ចជាតិប្រកបទៅដោយចីរភាពនិងបរិញ្ញាបត្រការងារស្ម័គ្រចិត្តគ្រាន់តែជាថ្នាំព្យាបាលខាងក្រៅក៏ប៉ុន្តែចំណេះដឹងនិងឆន្ទៈជាតិនិយមតើជាអសពព្យាបាលជំងឺជាតិយ៉ាងពិតប្រាកដកត្តាដែលត្រូវការនោះគឺអ្វីដែលចាក់គ្រឹះពីក្នុងមកក្រៅមិនមែនជាសកម្មភាពខាងក្រៅដែលអាចមកបង្កប់នៅក្នុងចិត្តបាននោះទេសរុបជារួមមកយុវជនដែលមាននៅចំណេះជំនាញសមត្ថភាពរួបរวมសាមគ្គីជាតិគឺបច្ចុប្បន្នបំពេញនៅកាតព្វកិច្ចយ៉ាងសំខាន់នៅក្នុងការចូលរួមការពារនិងអភិវឌ្ឍប្រទេសជាតិហើយទាំងអស់នេះគឺបណ្ដោះឲ្យយុវជនមាននៅស្មារតីស្រឡាញ់ជាតិយ៉ាងពិតប្រាកដជាកិច្ចបញ្ចប់នាងខ្ញុំក៏នៅតែប្រកាន់នូវគោលចំហបដិសេធក្នុងន័យបំពេញបន្ថែមទៅលើប្រធានបទខាងលើនេះដែរសូមអរព្រះគុណនិងសូមអរគុណ សូមអរគុណចំពោះបេក្ខជនទី3នៃក្រុមបដិសេធដែលបានឡើងបកស្រាយនៅតែលេខរបស់ខ្លួនជូនទៅដល់អង្គវេទិកាទាំងមូលអង្គវេទិកាទាំងមូលជាទីគោរពការប្រកួតវគ្គទី1ត្រូវបានបញ្ចប់ទៅដោយភាពរលូនប្រកបទៅដោយភាពជឿជាក់របស់បងប្អូនដែលជាបេក្ខជនប្រកួតខណៈពេលនេះយើងឈានទៅដល់វគ្គទី2គឺជាវគ្គមួយដែលក្តៅកកុកវគ្គសួរឆ្លើយដែលបងប្អូនទាំងពីរក្រុមមានរយៈពេល10នាទីនៅក្នុងការសួរឆ្លើយដោយផ្ដើមចេញពីបេក្ខជននៃក្រុមស្របមុននៅក្នុងនោះផងដែរបងប្អូនមានរយៈពេលចំនួន30វិនាទីនៅក្នុងការចាប់ជាសំណួរនិងមានរយៈពេល1នាទីនៅក្នុងការឆ្លើយដូច្នេះកុំឲ្យខាតពេលវេលាយូរវគ្គសួរឆ្លើយសូមចាប់ផ្ដើម មិត្តក្រុមបដិសេធមិត្តបានលើកឡើងអំពីជាតិនិយមហើយខ្ញុំមានសំណួរមួយចង់ចោទទៅសួរមិត្តថាប្រសិនបើមិត្តយល់ថាជាតិនិយមតើមិត្តយល់ព្រមដែរឬទេប្រសិនបើស្មារតីជាតិនិយមនាំទៅរកការរើសអើងការបំបិទសិទ្ធិសេរីភាពឬបង្កចំនួនជាមួយនឹងពិភពលោកខាងក្រៅតើការធ្វើឲ្យជាតិតើនេះធ្វើឲ្យជាតិឯកាឬហៅថាស្រឡាញ់ជាតិឬមិត្តក្រុមបដិសេធ សូមអរគុណមិត្តសម្រាប់សំណួរក៏ប៉ុន្តែមុននឹងឆ្លើយទៅនឹងសំណួររបស់មិត្តនាងខ្ញុំក៏សូមបញ្ជាក់ផងដែរថាមិត្តគួរណាស់តែស្វែងយល់អត្ថន័យនៃស្មារតីជាតិនិយមជាមុនសិនពីព្រោះថាកាលណាដែលយុវជនមានស្មារតីជាតិនិយមហើយនោះគេនឹងខិតខំប្រឹងប្រែងធ្វើអ្វីៗដើម្បីជាតិជាពិសេសនោះគឺយុវជនដែលមាននៅចំណេះដឹងនិងជំនាញរបស់ខ្លួនដែលបានខិតខំកសាងតាំងពីថ្នាក់បឋមសិក្សារហូតទទួលបានផ្លែផ្កានៅក្នុងកំឡុងពេលបច្ចុប្បន្ននេះហើយសូម្បីតែបងស្ម័គ្រចិត្តនៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ2026នេះសុទ្ធសឹងតែអ្នកដែលមាននៅចំណេះដឹងនិងវិជ្ជាជីវៈនៅក្នុងការចូលខ្លួនមកធ្វើជាអ្នកសម្របសម្រួលក៏ដូចជាចូលខ្លួននៅការប្រើប្រាស់នៅចំណេះដឹងនិងជំនាញរបស់ខ្លួនផងដែរហើយនេះហើយគឺជាការប្រើប្រាស់នៅជំនាញនិងចំណេះដឹងរបស់ខ្លួនក្នុងការចង់ឲ្យជាតិរបស់ខ្លួនមានការអភិវឌ្ឍជាពិសេសនោះគឺធ្វើឲ្យជាតិរបស់ខ្លួនមានមុខមានមាត់នៅលើឆាកអន្តរជាតិផងដែរហើយនាងខ្ញុំក៏សូមផ្ទេរវេទិកានេះទៅឲ្យមិត្តខ្ញុំសួរសំណួររបស់មិត្តជាបន្ត សួស្តីមិត្តហើយខ្ញុំក៏មានសំណួរមួយចង់សួរទៅកាន់មិត្តថាបើយោងទៅតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលើកឡើងនៅក្នុងវេទិកាយុវជនបានថ្លែងថាយុវជនត្រូវជួយខ្លួនឯងជាមុនសិនទើបអាចចូលរួមជួយសង្គមជាតិបានហើយការជួយខ្លួនឯងនេះគឺស្ដែងចេញតាមរយៈការខិតខំរៀនសូត្រចុះប្រសិនបើយុវជនចូលរួមតែការងារស្ម័គ្រចិត្តតែគ្មានការអប់រំនិងគ្មានចិត្តគំនិតជាតិនិយមផងនោះតើឲ្យយុវជនស្រឡាញ់ជាតិបានយ៉ាងដូចម្ដេចទៅមិត្តក្រុមស្រប អរគុណមិត្តសម្រាប់សំណួរហើយខ្ញុំចង់ឆ្លើយវាបទៅកាន់មិត្តចម្លើយរបស់មិត្តជាមុនសិនមិត្តបានលើកឡើងអំពីកម្មវិធីជជែកដេញដោលឆ្នាំ2026អំពីយុវជនស្ម័គ្រចិត្តមិត្តហាក់បីដូចជាកំពុងតែគ្រប់គ្រងមកកាន់ក្រុមស្របយើងខ្ញុំហើយម្យ៉ាងវិញទៀតមិត្តបានលើកឡើងអំពីការអប់រំចំណេះដឹងចំណេះរបស់កូនក្មេងតាំងពីថ្នាក់បឋមសិក្សាប្រកាសណាចំណេះដឹងគឺវាចាំបាច់ហើយចំណេះដឹងនិងការអប់រំវាចាំបាច់ហើយប៉ុន្តែបើសិនជាពួកគាត់មិនយកចំណេះដឹងនិងការអប់រំទាំងនោះយកទៅអនុវត្តចេញជាសកម្មភាពជាក់ស្ដែង នេះឬជាការបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិរបស់មិត្តឬមិត្តក្រុមបដិសេធហើយខ្ញុំក៏សូមផ្ទេរវេទិកានេះទៅកាន់មិត្តខ្ញុំជាបន្ត មិត្តបានលើកឡើងថាយុវជនត្រូវជួយខ្លួនឯងជាមុនសិនមុននឹងជួយទៅកាន់សង្គមជាតិប៉ុន្តែមិត្តត្រូវដឹងថាយុវជនស្ម័គ្រចិត្តពួកគាត់ក៏បានជួយខ្លួនឯងជាមុនសិនដែរហើយពេលដែលគាត់ជួយទៅកាន់ជាតិនោះមានន័យថាគាត់មានចំណេះដឹងហើយគាត់យកចំណេះដឹងដែលគាត់មានហ្នឹងគឺចេញ
ចំណេះដឹងដែលគាត់មានហើយគាត់មានតែបេះដូងមួយទៀតមានន័យថាគឺគាត់អត់បានទទួលបានតែការអប់រំខួរក្បាលនោះទេប៉ុន្តែគឺគាត់ទទួលបានតែការអប់រំបេះដូងមួយទៀតបើមិនអប់រំតែខួរក្បាលមនុស្សតែមិនអប់រំបេះដូងមនុស្សតើសួរថាចំណេះដឹងនោះយកទៅជួយជាតិឬក៏ជួយតែប្រយោជន៍ខ្លួនឯងនោះមិត្តក្រុមបដិសេធហើយខ្ញុំក៏សូមផ្ទេរវេទិកានេះទៅកាន់មិត្តរបស់ខ្ញុំជាបន្ត ខ្ញុំក៏មានសំណួរទៅសួរមិត្តថាប្រសិនបើយុវជនម្នាក់រៀនពូកែតែអក្សរសាស្ត្រនិងប្រវត្តិសាស្ត្រនៅក្នុងថ្នាក់ប៉ុន្តែមិនដែលចុះទៅប៉ះពាល់ដីជួយប្រជាពលរដ្ឋមិនដឹងថាជាតិកំពុងតែត្រូវការអ្វីតើចំណេះដឹងទាំងនោះអាចបន្តស្មារតីជាតិរស់រវើកបានយ៉ាងដូចម្តេចមិត្តក្រុមបដិសេធ សូមអរគុណមិត្តសម្រាប់សំណួរក៏ប៉ុន្តែមុននឹងឆ្លើយតបទៅនឹងសំណួររបស់មិត្តនាងខ្ញុំក៏សូមបំពេញបន្ថែមទៅនឹងចម្លើយរបស់មិត្តជាមុនសិនមិត្តហាក់ដូចជាមានការយល់ច្រឡំមកលើក្រុមបដិសេធយើងខ្ញុំហើយពីព្រោះពួកយើងលើកអំពីសកម្មភាពជាតិនិយមហើយមិត្តបានលើកឡើងថាបងដែលចូលរួមមកក្នុងកម្មវិធីជជែកដេញដោលនេះសុទ្ធសឹងតែជាយុវជនស្ម័គ្រចិត្តហើយនាងខ្ញុំក៏សូមអរគុណមិត្តសម្រាប់ការគាំទ្រទៅលើតលហិកទី1របស់ក្រុមយើងខ្ញុំដែលបានលើកឡើងអំពីចំណេះដឹងនិងវិជ្ជាជីវៈជាមូលដ្ឋានគ្រឹះពីព្រោះថាមុននឹងបងអាចឈានមកដល់ដំណាក់កាលមួយនេះគឺសុទ្ធសឹងតែការឆ្លងកាត់ការតេស្តនិងលក្ខន្តិកៈផ្សេងៗរបស់កម្មវិធីផងដែរហើយបើសិនជាយុវជននៅគ្មាននៅសកម្មភាពជាតិនិយមទេនោះការចូលរួមធ្វើជាការងារស្ម័គ្រចិត្តក៏មិនអាចកើតឡើងបានដែរហើយសកម្មភាពស្ម័គ្រចិត្តរបស់មិត្តក៏ជាផ្នែកមួយនៃសកម្មភាពជាតិនិយមរបស់ក្រុមបដិសេធយើងខ្ញុំដែរណាមិត្តហើយនាងខ្ញុំក៏សូមផ្ទេរវេទិកានេះទៅឲ្យមិត្តខ្ញុំឆ្លើយសំណួររបស់មិត្តជាបន្ត ហើយនាងខ្ញុំក៏ចង់ឆ្លើយទៅការសំណួររបស់ក្រុមមិត្តបន្តដែរថាពួកយើងគឺនៅតែនិយាយដែរថាពួកយើងមិនបានបដិសេធទាំងស្រុងទៅលើការងារស្ម័គ្រចិត្តនោះទេហើយការងារស្ម័គ្រចិត្តនេះបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគឺដោយសារតែយុវជនមាននៅឆន្ទៈជានិយមនៅក្នុងខ្លួនដែលរាបណាយុវជនមាននៅឆន្ទៈជានិយមគុំថាឡើយតែការងារស្ម័គ្រចិត្តរបស់មិត្តទោះបីជាការងារបម្រើជាតិផ្សេងទៀតក៏យុវជននៅតែចូលរួមធ្វើឲ្យអស់ពីបេះដូងហើយជាតិនិយមនេះបានពង្រឹងឲ្យយុវជនឲ្យក្លាយទៅជាមនុស្សដែលមានជំនាញនិងក្លាយទៅជាធនធានមនុស្សដ៏មានគុណភាពមួយសម្រាប់ការការពារនិងអភិវឌ្ឍប្រទេសជាតិព្រមទាំងលើកស្ទួយទាំងវប្បធម៌និងសេដ្ឋកិច្ចជាតិប្រកបទៅដោយចីរភាពនិងបញ្ញាបត្រទាំងអស់នេះមិនមែនជាការងារស្ម័គ្រចិត្តនោះទេណាមិត្តក៏ប៉ុន្តែវាគឺជាសកម្មភាពជានិយមរបស់យុវជនដែលធ្វើឡើងព្រោះចង់ឃើញប្រទេសជាតិខ្លួនរីកចម្រើននិងថ្កុំថ្កើងឡើងហើយស្របទៅនឹងគោលនយោបាយឈ្នះរបស់សម្ដេចមហាសេនាធិបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានសម្ដែងឡើងយ៉ាងថ្លៃថ្លាអំពីទស្សនៈជានិយមព្រោះនេះគឺជាគោលចំហមួយសម្រាប់ជាតិនិងជាការប្រកាន់យកអេរយាប័តរបស់ប្រជាជននៅក្នុងដោះស្រាយទៅលើបញ្ហាសង្គមចាស់ស្ដែងនិងលើកដង្កើងជាតិហើយយុវជនត្រូវតែបណ្ដោះនៅគំនិតជានិយមនៅក្នុងខ្លួនដើម្បីស្រឡាញ់ជាតិស្រឡាញ់ប្រវត្តិសាស្ត្រនិងអភិវឌ្ឍជាតិប្រកបទៅដោយចីរភាពប្រវត្តិសកម្មភាពការងារស្ម័គ្រចិត្តទាំងអស់គឺសុទ្ធសឹងតែបង្កប់នូវគុណធម៌និងមោទនភាពជាតិហើយការស្រឡាញ់ជាតិនោះមិនចាំបាច់ឲ្យយុវជនទៅស្រែកក្តែងថាខ្លួនឯងស្រឡាញ់ជាតិនោះទេណាមិត្តក៏ប៉ុន្តែវាស្ដែងតាមរយៈសមិទ្ធផលនិងលទ្ធផលការងាររបស់យុវជនសរុបជារួមមកចំណុចទាំងអស់នេះគឺសុទ្ធសឹងតែជាសកម្មភាពរបស់យុវជនដែលនាំបណ្ដោះឲ្យយុវជនមាននៅការស្រឡាញ់ជាតិហើយនាងខ្ញុំក៏សូមផ្ទេរវេទិកានេះទៅកាន់មិត្តរបស់ខ្ញុំជាបន្ត សួស្តីមិត្តហើយខ្ញុំក៏មានសំណួរមួយចង់ចោទទៅសួរមិត្តថាការងារស្ម័គ្រចិត្តជាការងារមួយដ៏ល្អធ្វើឡើងក្នុងន័យសប្បុរសធម៌ដែលមានរយៈពេលវែងឬខ្លីតែស្ថិតនៅក្នុងរយៈពេលកំណត់នេះបើយោងទៅតាមអង្គការ UNICEF តើរវាងសកម្មភាពការងារស្ម័គ្រចិត្តនិងសកម្មភាពជានិយមដែលបានបណ្ដុះស្មារតីឲ្យយុវជនស្រឡាញ់ជាតិយូរអង្វែងនោះសកម្មភាពមួយណាទៅមានវិសាលភាពជាងនោះមិត្តក្រុមស្រោបសូមអរគុណ មុននឹងធ្វើការឆ្លើយទៅទាំងសំណួររបស់មិត្តនាងខ្ញុំសូមធ្វើការវាយបកទៅតាមចម្លើយរបស់មិត្តសិនមិត្តបានលើកឡើងថាយុវជនគឺស្ម័គ្រចិត្តគឺពួកគេអត់មានជំនាញប៉ុន្តែមិត្តត្រូវដឹងផងដែរថាយុវជនដូចតែក្រុមខ្ញុំបានលើកឡើងនិយាយដដែលអញ្ចឹងគឺយុវជនស្ម័គ្រចិត្តគឺពួកគេមានចំណេះដឹងទៅទៀតគឺពួកគេមានបេះដូងមនសិការឆន្ទៈក្នុងការយកចំណេះដឹងរបស់ពួកគេទៅជួយជាតិយ៉ាងពិតប្រាកដហើយខ្ញុំក៏សូមផ្ទេរវេទិកានេះទៅកាន់មិត្តរបស់ខ្ញុំជាបន្ត មិត្តបដិសេធបានលើកឡើងថារវាងការងារស្ម័គ្រចិត្តជាមួយនឹងសកម្មភាពជានិយមដោយសកម្មភាពជានិយមហ្នឹងគឺគ្រាន់តែបង្រៀនឲ្យយុវជនមាននៅចំណេះដឹងមាននៅវិជ្ជាជីវៈតែប៉ុណ្ណោះទេប៉ុន្តែទោះថាយុវជនហ្នឹងបានធ្វើការបដិបានធ្វើការយកចំណេះដឹងហ្នឹងទៅជួយដល់ជាតិនៅគឺនៅទេហេតុនេះហើយបានជាយើងធ្វើការបញ្ចុះការងារស្ម័គ្រចិត្តហ្នឹងដើម្បីឲ្យយុវជនបានធ្វើសម្រេចអ្វីមួយដែលខ្លះជាលទ្ធផលមួយសម្រាប់ប្រទេសជាតិបានហើយឥឡូវនេះខ្ញុំសូមផ្ទេរវេទិកានេះឲ្យទៅមកខ្ញុំជាបន្ត ហើយខ្ញុំក៏មានសំណួរមួយចង់ចោទសួរទៅកាន់មិត្តថារវាងយុវជនដែលអង្គុយស្ដាប់មេរៀនស្នេហាជាតិនៅក្នុងថ្នាក់និងយុវជនដែលសុខចិត្តលះបង់ពេលវេលាទាំងកម្លាំងកាយចិត្តដល់ឥតកម្រៃដើម្បីជាតិតើមួយណាបង្ហាញពីមនសិការដែលកើតចេញពីបេះដូងយ៉ាងពិតប្រាកដនោះមិត្តក្រុមបដិសេធ
សូមអរគុណមិត្តសម្រាប់សំណួរក៏ប៉ុន្តែមុននឹងឆ្លើយទៅកាន់សំណួររបស់មិត្តនាងខ្ញុំសូមបំពេញបន្ថែមទៅនឹងចម្លើយរបស់មិត្តជាមុនសិនមិត្តបានលើកឡើងថាយុវជនមាននៅវិជ្ជាជីវៈហើយខ្ពស់ជាងវិជ្ជាជីវៈទៅទៀតហើយនាងខ្ញុំក៏សូមសួរសំណួរទៅកាន់មិត្តថាតើចំណេះដឹងនៅវិជ្ជាជីវៈទាំងអស់នោះតើគាត់បានមកពីណាប្រកបណាស់គឺការសិក្សានិងការចូលរួមនៅក្នុងការបណ្ដុះវិជ្ជាជីវៈគឺជាកត្តាអាទិភាពទី1ហើយមិត្តហាក់ដូចជាមិនបានស្ដាប់នូវតលហេករបស់ក្រុមយើងខ្ញុំទេពីព្រោះពួកយើងបានលើកយកអំពីសកម្មភាពជាតិនិយមមានន័យថាយុវជនត្រូវមានសកម្មភាពជាតិនិយមនៅក្នុងខ្លួនជាមុនសិនទើបអាចទៅបម្រើការប្រើប្រាស់ក្នុងការបម្រើសង្គមជាតិបានហើយការស្រឡាញ់ជាតិមិនមែនគ្រាន់តែចូលរួមស្ម័គ្រចិត្តហើយអាចនិយាយបានថាជាការស្រឡាញ់ជាតិនោះទេបើសិនជាគាត់គ្មានវិជ្ជាជីវៈគ្មានជំនាញនៅក្នុងការជួយជាតិផងនោះតើឲ្យគាត់ជួយនៅក្នុងការស្រឡាញ់ជាតិយ៉ាងដូចម្តេចទៅហើយនាងខ្ញុំក៏សូមផ្ទេរវេទិកានេះទៅឲ្យមិត្តខ្ញុំឆ្លើយទៅសំណួររបស់មិត្តជាបន្តហើយខ្ញុំក៏សូមឆ្លើយតបទៅកាន់សំណួររបស់មិត្តថាក្រុមយើងខ្ញុំមិនបានបដិសេធទាំងស្រុងទេថាការងារស្ម័គ្រចិត្តមិនសំខាន់ការងារស្ម័គ្រចិត្តគឺសំខាន់ហើយប៉ុន្តែវាមិនទាន់ជាយន្តការចម្បងក្នុងការបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិបានឡើយយន្តការដែលចម្បងគឺសកម្មភាពជាតិនិយមព្រោះវាមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងនិងការចូលរួមរបស់យុវជនក្នុងបុព្វហេតុជាតិតាមរយៈការសិក្សាពេញមួយជីវិតបានបំពេញឲ្យយុវជនមាននៅសម្បត្តិទាំង5និងការសិក្សាអំពីតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការកសាងស្មារតីស្នេហាជាតិនិងឆន្ទៈក្នុងការចូលរួមអភិវឌ្ឍការពារជាតិមាតុភូមិរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនជាពិសេសផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍយុវជនឆ្នាំ2022ដល់ឆ្នាំ2026ដើម្បីបណ្ដុះឲ្យយុវជនក្លាយជាពលរដ្ឋល្អតាមរយៈការអប់រំការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ការគោរពសិទ្ធិការចូលរួមក្នុងកិច្ចការសង្គមដើម្បីឲ្យយុវជនមានទំនួលខុសត្រូវចំពោះប្រទេសជាតិជាតិនិយមគឺជាកម្លាំងពិតប្រាកដកសាងយុវជនប្រកបដោយគុណភាពយុវជនត្រូវកសាងជារៀងរាល់ថ្ងៃរៀនឲ្យខ្លាំងធ្វើការឲ្យមានស្តង់ដារអភិវឌ្ឍជំនាញ Digital គ្រប់ច្បាប់ខ្លាចជាពលរដ្ឋល្អជួយខ្លួនឯងនិងសង្គមជាតិសូមអរគុណហើយខ្ញុំក៏សូមផ្ទេរវេទិកានេះទៅឲ្យមិត្តខ្ញុំជាបន្តសួស្តីមិត្តហើយខ្ញុំក៏មានសំណួរមួយចង់សួរទៅកាន់មិត្តថាបើយោងទៅតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនបានបញ្ជាក់ថាយុវជនត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងសកម្មភាពជាតិនិយមដើម្បីអភិវឌ្ឍខ្លួនតាមរយៈការសិក្សាពេញមួយជីវិតការយល់ដឹងអំពីប្រវត្តិសាស្ត្រ ចូលបេក្ខជនទាំងពីរក្រុមដោយសារតយើងមានថវិកាវេលាកំណត់យើងមានពេលវេលាតែ10នាទីប៉ុណ្ណោះនៅក្នុងវគ្គសួរឆ្លើយនេះហើយក៏បានបង្ហាញឲ្យឃើញថាបងប្អូនពិតជាបានសិក្សាស្រាវជ្រាវលើប្រធានបទខាងលើបានយ៉ាងស៊ីជម្រៅប្រកបទៅដោយភាពឈ្លាសវៃនិងផ្ដល់ចូលនូវធាតុចូលយ៉ាងច្រើនជូនទៅដល់រូបនេះខ្ញុំជាអ្នកសម្របសម្រួលក៏ដូចជាអង្គវេទិកាទាំងមូលគណៈអធិបតីអង្គគណៈកម្មការលោកគ្រូអ្នកគ្រូអង្គវេទិកាទាំងមូលជាទីគោរពវគ្គទី1និងវគ្គទី2ត្រូវបានបញ្ចប់ដូច្នេះយើងឈានទៅដល់វគ្គទី3គឺជាវគ្គសរុបសេចក្តីនេះខ្ញុំសូមរំលឹកម្ដងទៀតថាវគ្គសរុបសេចក្តីនេះគឺបងប្អូនមានថវិកាវេលាចំនួន5នាទីនៅក្នុងការសរុបសេចក្តីដែលផ្ដើមចេញពីបេក្ខជនទី4នៃក្រុមបដិសេធមុនដូច្នេះកុំឲ្យខាតពេលវេលាយូរនាងខ្ញុំសូមគោរពអញ្ជើញបេក្ខជនទី4នៃក្រុមបដិសេធឡើងបូកសរុបនៅសេចក្តីតល័យករបស់ក្រុមខ្លួនសូមគោរពអញ្ជើញអភិវឌ្ឍសមត្ថភាពតាមរយៈសកម្មភាពជាតិនិយមកសាងខ្លួនជាធនធានជួយជ្រោមជ្រែងសង្គមពង្រឹងជាតិខេមរាបង្កើនស្នាដៃអស្ចារ្យនេះទៅហៅថាយុវជនស្រឡាញ់ជាតិណាអង្គវេទិកាទាំងមូលសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាជាទីគោរពជាកិច្ចបន្ទាប់អនុញ្ញាតឲ្យរូបនាងខ្ញុំថតសេណុចចូលខ្លួនមកបូកសរុបសេចក្តីសង្ខេបនៃនីតិលហិកទាំង3ក្នុងគោលបំណងបដិសេធក្នុងន័យបំពេញបន្ថែមទៅលើប្រធានបទខាងលើថាសកម្មភាពការងារស្ម័គ្រចិត្តមិនទាន់ជាយន្តការចម្បងក្នុងការបណ្ដុះស្មារតីយុវជនឲ្យស្នេហាជានោះទេតែមានតែសកម្មភាពជានិយមទៅវិញទេទើបជាកត្តាចម្បងក្នុងការបណ្ដុះស្មារតីយុវជនឲ្យស្រឡាញ់ជាតិពិតប្រាកដអង្គវេទិកាទាំងមូលជាទីគោរពការរីកស្រស់ស្រាយដោយសារគង្គាប្រទេសជាតិសុខសាន្តរមនាដោយសារយុវជនការពារបរណភាពទឹកដីចូលយុវជនកម្ពុជាប្រុសស្រីបង្កើតស្មារតីជាតិនិយមដែលស្របទៅនឹងតលហេកទាំង3របស់ក្រុមនាងខ្ញុំនោះគឺតលហេកទី1ការសិក្សាពេញមួយជីវិតជាចក្ខុវិស័យនៃស្មារតីជាតិនិយមការងារស្ម័គ្រចិត្តអាចជួយបណ្ដុះស្មារតីយុវជនឲ្យស្រឡាញ់ជាតិក៏ប៉ុន្តែវាមិនអាចជាយន្តការចម្បងបានឡើយប្រសិនបើគ្មានការអប់រំនិងសម្បទាទាំង5នោះសេចក្តីស្រឡាញ់ជាតិពិតប្រាកដតម្រូវឲ្យយុវជនមានការសិក្សាពេញមួយជីវិតដើម្បីចូលរួមនិងអភិវឌ្ឍប្រទេសជាតិផែនការយុទ្ធសាស្ត្រអប់រំនិងប្រសាសន៍របស់សម្ដេចមហាបវរធិបតីក៏បានបញ្ជាក់ដែរថាយុវជនត្រូវជួយខ្លួនឯងជាមុនសិនទើបអាចចូលរួមជួយសង្គមជាតិបានតែលហេកទី2ឧត្តមវិនសកម្មភាពជាតិនិយមបណ្ដុះឆន្ទៈរួបរวมសាមគ្គីជាតិសកម្មភាពជាតិនិយមក៏បានបណ្ដុះឆន្ទៈរួបរวมសាមគ្គីជាតិតាមរយៈការចូលរួមធ្វើសកម្មភាពជាពលរដ្ឋល្អដូចជាការចូលរួមក្នុងជីវភាពនយោបាយការគោរពច្បាប់និងការចូលរួមក្នុងកិច្ចការសហគមន៍
ជាលទ្ធផលសកម្មភាពទាំងនេះបានបំលែងយុវជនឲ្យខ្លាចទៅជាពលរដ្ឋសកម្មដែលមានទាំងវិន័យសីលធម៌ខ្ពស់និងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកដោយមិនមានការរើសអើងការនេះមិនត្រឹមតែជួយពង្រឹងសាមគ្គីភាពជាតិឲ្យកាន់តែរឹងមាំប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏បានជំរុញឲ្យយុវជនមានឆន្ទៈនិងជំនាញច្បាស់លាស់ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបទៅដោយប្រសិទ្ធភាពតែហើយកទី3ឧត្តមវិនវត្តយុវជនក្រមស្មារតីជានិយមយុវជនជាកម្លាំងស្នូលដ៏សំខាន់សម្រាប់ប្រទេសជាតិដូច្នេះយុវជនត្រូវមានសមត្ថភាពនិងជំនាញសតវត្សទី21ដើម្បីបម្រើប្រទេសជាតិឲ្យមានប្រសិទ្ធភាពយុវជនដែលមានស្មារតីជានិយមបានប្រើចំណេះដឹងនិងជំនាញដើម្បីការពារនិងលើកស្ទួយវប្បធម៌ខ្មែរលើឆាកអន្តរជាតិនិងបានចូលរួមអភិវឌ្ឍប្រទេសជាតិផងដែរដូចនេះយុវជនដែលមាននៅឆន្ទៈនិងជំនាញច្បាស់លាស់គឺជាកម្លាំងស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដតាមរយៈតលហេកទាំង3ខាងលើការបណ្ដុះស្មារតីយុវជនឲ្យស្រឡាញ់ជាតិមិនមែនសម្រេចបានតាមរយៈការចូលរួមធ្វើការងារស្ម័គ្រចិត្តតែមួយមុខនោះឡើយព្រោះការងារស្ម័គ្រចិត្តគ្រាន់តែជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ជាច្រើនទៀតតែប៉ុណ្ណោះហើយយុវជនចាំបាច់ត្រូវមានសកម្មភាពជានិយមជំនន់សិនមានចំណេះដឹងនិងជំនាញវិជ្ជាជីវៈដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការប្រែក្លាយទៅជាយុវជនដែលស្នេហាជាតិពិតប្រាកដបើមិនគ្រាន់តែសម្ដៅយកការងារស្ម័គ្រចិត្តធ្វើជាស្ពានចម្លងបំភ្លេចចោលនៅសកម្មភាពជានិយមក៏ដោយតែមិនចង់ឲ្យយុវជនមានស្មារតីស្រឡាញ់ជាតិនោះក៏មិនអាចកើតឡើងបានដែរមិត្តក្រុមស្របអើយមិត្តក្រុមស្របការងារស្ម័គ្រចិត្តត្បិតតែជាសកម្មភាពល្អក៏ពិតមែនក៏ប៉ុន្តែរាល់ការងារស្ម័គ្រចិត្តគឺសុទ្ធសឹងតែការចេញពីយុវជនដែលមានបេះដូងជានិយមដែលជាគោលចំហរបស់ក្រុមបដិសេធយើងខ្ញុំណាមិត្តហើយនេះឱកាសនេះដែរក្រុមយើងខ្ញុំក៏សូមសំណូមពរទៅដល់1សូមរាជរដ្ឋាភិបាលបន្តលើកកម្ពស់ក្នុងវិស័យអប់រំបណ្ដុះស្មារតីយុវជនឲ្យស្នេហានិងស្រឡាញ់ប្រទេសជាតិនិងដើម្បីឲ្យយុវជនក្លាយទៅជាមូលធនមនុស្សដ៏រឹងមាំក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ2សូមយុវជនគ្រប់រូបត្រូវមានស្មារតីជានិយមក៏ប៉ុន្តែរាល់រូបភាពជានិយមគឺត្រូវស្ថិតនៅក្នុងភាពត្រឹមត្រូវនិងមានហេតុផលជៀសវាងការប៉ះពាល់ដល់សុខសន្តិភាពសង្គម3សូមក្រសួងអប់រំយុវជននិងកីឡាបន្តលើកកម្ពស់ក្នុងវិស័យអប់រំបណ្ដុះស្មារតីយុវជនឲ្យមានមនសិការការពារនិងស្រឡាញ់ប្រទេសជាតិយ៉ាងណាមិញការអប់រំគឺនៅតែជាអាទិភាពក្នុងការបណ្ដុះស្មារតីយុវជនឲ្យស្នេហាជាតិពិតប្រាកដមិត្តសាកកិត្តមើលមានចំណេះដឹងទៅអាចបម្រើការងារស្ម័គ្រចិត្តផ្សេងបានហើយបើគ្មានវិជ្ជាជីវៈក្នុងខ្លួនផងឲ្យបម្រើការងារស្ម័គ្រចិត្តឬក៏ឲ្យយុវជនទៅឆោជារូបចម្លាក់មើលគេទៅមិត្តក្រុមស្របជាចុងក្រោយអ្នកខ្ញុំនៅតែប្រកាន់គោលចំហបដិសេធក្នុងន័យបំពេញបន្ថែមទៅលើប្រធានបទខាងលើនេះដដែលសូមគោរពអរគុណនិងសូមអរគុណ សូមអរគុណបេក្ខជនទី4នៃក្រុមបដិសេធដែលបានឡើងបូកសរុបសេចក្តីនៅតែលទ្ធិកទាំង3របស់ក្រុមខ្លួនជាកិច្ចបន្តនាងខ្ញុំសូមគោរពអញ្ជើញបេក្ខជនទី4នៃក្រុមស្របឡើងបូកសរុបសង្ខេបនៅតែលទ្ធិករបស់ក្រុមខ្លួនសូមគោរពអញ្ជើញ អង្គវេទិកាទាំងមូលជាទីគោរពមិត្តក្រុមបដិសេធទី3បានលើកឡើងថាខ្លួនមិនបានបដិសេធទាំងស្រុងទៅលើចំណុចដែលលើកឡើងថាការងារស្ម័គ្រចិត្តគឺជាយន្តការចម្បងនោះទេប៉ុន្តែគឺបដិសេធក្នុងន័យបំពេញបន្ថែមដែលអញ្ចឹងហើយបានធ្វើឲ្យមិត្តបដិសេធគឺបានគ្រប់គ្រងទៅលើការងារស្ម័គ្រចិត្តថាគឺនៅតែសំខាន់ជាថ្មីម្ដងទៀតនេះខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គសូមគោរពគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពមិត្តក្រុមបដិសេធជាទីស្រឡាញ់នាងខ្ញុំឈ្មោះវថាម៉ារីលីនមកពីសាលារៀនសុវណ្ណភូមិទី25ខេត្តតាកែវដំណើរឲ្យក្រុមស្របសូមឡើងមកធ្វើការបុកសរុបបញ្ចប់សេចក្តីនៅខ្លឹមសារអ្នកតេឡេកទាំង3ដើម្បីរក្សានូវគោលចំហគ្រប់គ្រងលើប្រធានបទមួយដែលបានលើកឡើងថាសកម្មភាពការងារស្ម័គ្រចិត្តគឺជាយន្តការចម្បងបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិដោយតេឡេកទាំង3រួមមានតេឡេកទី1ការងារស្ម័គ្រចិត្តបណ្ដុះយុវជនស្គាល់កាតព្វកិច្ចការងារស្ម័គ្រចិត្តដែលបង្ហាញពីមនសិការស្នេហាជាពិតប្រាកដគឺជាការស្គាល់នូវកាតព្វកិច្ចជាមុនសិនដែលការប្រាយុវជនឲ្យក្លាយទៅជាអ្នកចូលរួមចំណែកមួយនៃសង្គមជាតិយុវជនយល់ដឹងនិងស្គាល់កាតព្វកិច្ចរបស់ខ្លួននៅក្នុងការចូលរួមចំណែកនៃសង្គមជាតិគឺពិតជាសំខាន់តែដើម្បីឲ្យការចូលរួមនៅក្នុងចំណែកនៅក្នុងការងារស្ម័គ្រចិត្តនោះកាន់តែខ្លាំងថែមទៀតគឺជាការពង្រឹងនូវសមត្ថភាពខ្លួនឯងตัวอย่างដូចជាការពង្រឹងចំណេះដឹងជំនាញគុណធម៌សិលធម៌ដែលជាឃើញការពីជាតិដ៏រឹងមាំបំផុតតែលហីកទី2ការងារស្ម័គ្រចិត្តបណ្ដុះយុវជនចេះលះបង់
ការងារស្ម័គ្រចិត្តជាបរិញ្ញាយុវជនហ៊ានលះបង់នូវប្រយោជន៍បុគ្គលភាពសំណុកស្រុកស្រួលនិងភាពអាត្មានិយមរបស់ខ្លួនដើម្បីបំពេញការងារមួយដែលអាចជាជំនួយនិងបំផាត់ទៅដល់ប្រយោជន៍ប្រទេសជាតិដែលជាកត្តាលិខិតចំណុចដ៏សំខាន់បំផុតនៅក្នុងមនសិការនៃការលះបង់ដើម្បីជាមាតុភូមិយុវជនស្ម័គ្រចិត្តគឺជាយុវជនដែលមាននូវមនសិការនៃភាពស្មោះត្រង់ចំពោះជាតិដែលហ៊ាននៅក្នុងការហាមឃាត់បដិសេធនិងបញ្ឈប់រាល់សកម្មភាពណាមួយដែលបង្កឲ្យមានផលប៉ះពាល់ទៅដល់ប្រយោជន៍រួមច្បាស់ណាស់ប្រសិនបើយុវជនគ្រប់រូបប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់នោះអំពើពុករលួយនៅក្នុងសង្គមគឺប្រកាសជាមិនអាចកើតមានឡើងបានទេតែលទ្ធិកលទី3ការងារស្ម័គ្រចិត្តបណ្ដោយយុវជនមានទំនួលខុសត្រូវភាពមានទំនួលខុសត្រូវគឺពិតជាសំខាន់ចំពោះយុវជនស្នេហាជាគ្រប់រូបពីព្រោះថាបើសិនបើយុវជនមានតែទំនួលខុសត្រូវប៉ុន្តែមិនហ៊ានសូម្បីតែទទួលស្គាល់នូវកំហុសខ្លួនឯងផងនោះសួរថាតើយុវជនអាចបណ្ដុតនូវមនសិការស្នេហាជាតិរបស់ខ្លួនបានដែរឬទេអង្គវេទិកាទាំងមូលហេតុនេះហើយបានជាការងារស្ម័គ្រចិត្តបានបណ្ដុះឲ្យយុវជនមានតែទំនួលខុសត្រូវហ៊ានទទួលស្គាល់នូវកំហុសខ្លួនឯងចេះកែប្រែបង្ហាញពីអក្សរត្រង់ជាតិដែលជាគំរូល្អនៃសកម្មភាពស្នេហាជាតិដែលមានអំណាចដ៏ខ្លាំងក្លានៅក្នុងការការពារកិត្តិយសខ្លួនឯងព្រមទាំងកិត្តិយសជាតិនៅលើឆាកអន្តរជាតិផងដែរអង្គវេទិកាទាំងមូលជាទីគោរពសរុបជារួមមកក្រុមស្របយើងខ្ញុំនៅតែមានជំនឿជឿជាក់យ៉ាងមុតមមថាសកម្មភាពការងារស្ម័គ្រចិត្តគឺពិតជាយន្តការច្បងបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិដែលបាត់បង់ខណ្ឌផ្នែកកំណត់យុវជនដែលគិតតែពីភាពសំណុកស្រុកស្រួលមិនឆេះជួយស្អាតលើប្រទេសជាតិឲ្យមកខ្លាចជាយុវជនដែលហ៊ានលះបង់ទៅកម្លាំងកាយចិត្តទាំងពេលវេលាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនទៅក្នុងការការពារថែរក្សានិងអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនទឹកដីពេញចិត្តនិងក្ដីស្រឡាញ់លើពីនេះទៅទៀតការងារស្ម័គ្រចិត្តក៏បានបណ្ដុះឲ្យយុវជនមាននូវវិជ្ជាសម្បទាពំនុនសម្បទានិងចរិយាសម្បទាផងដែរហើយការណាដែលយុវជនបានស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនទៅក្នុងការចូលរួមចំណែកនៅសង្គមជាតិហើយនោះនឹងបណ្ដុះឲ្យយុវជនមាននូវមនសិការស្នេហាជាតិចំពោះមិត្តចំពោះជាមិត្តភូមិនិងបណ្ដុះឲ្យយុវជនមាននូវភាពទំនួលខុសត្រូវនៅក្នុងស្មារតីស្នេហាជាតិផងដែរនិងជាចុងក្រោយនាងខ្ញុំនៅតែរក្សានូវគោលចំហគាំទ្រទៅលើប្រធានបទនេះដដែលដោយនាងខ្ញុំសូមសំណូមពរពីរគឺទី1នាងខ្ញុំសូមសំណូមពរទៅការរាជរដ្ឋាភិបាលក៏ដូចជាក្រសួងដៃគូពាក់ព័ន្ធទាំងអស់សូមមេត្តាធ្វើការពង្រីកក៏ដូចជាផ្សព្វផ្សាយនៅកម្មវិធីការងារស្ម័គ្រចិត្តនេះឲ្យមានភាពទូលំទូលាយដើម្បីឲ្យយុវជនបានស្គាល់យល់ដឹងនិងចូលរួមបានកាន់តែច្រើនឡើងនិងទី2នាងខ្ញុំសូមសំណូមពរទៅកាន់យុវជនស្នេហាជាគ្រប់រូបសូមមេត្តាចូលរួមចំណែកនៅក្នុងការងារស្ម័គ្រចិត្តនេះឲ្យបានច្រើនពីព្រោះថាការងារស្ម័គ្រចិត្តនឹងបើកផ្លូវឲ្យយុវជនបានជួបទុកលំបាករបស់ជាតិដើម្បីបណ្ដុះនូវមនសិការស្នេហាជាតិរបស់យុវជនគ្រប់រូបនិងការងារស្ម័គ្រចិត្តនឹងកសាងតម្លៃឲ្យយុវជនបណ្ដុះឲ្យយុវជនមានភាពជាអ្នកដឹកនាំដើម្បីក្លាយទៅជាសសរទ្រឹងដ៏រឹងមាំសម្រាប់ចូលទ្រង់វិសាជាមិត្តភូមិនាពេលអនាគតនៅក្នុងនាមជាយើងជាយុវជនស្នេហាជាគ្រប់រូបយើងគួរតែចូលរួមការងារស្ម័គ្រចិត្តនេះឲ្យបានច្រើនដើម្បីឲ្យស្គាល់ពីកាតព្វកិច្ចរបស់ខ្លួនទៅក្នុងមនសិការនៃការលះបង់ដើម្បីជាមិត្តភូមិដែលនឹងបណ្ដុះឲ្យយើងមានទំនួលខុសត្រូវហើយក៏បណ្ដុះឲ្យពួកយើងខ្លាចទៅជាកូនល្អសិស្សល្អនិងជាពលរដ្ឋល្អនិងជាយុវជនដែលជាសសរទ្រង់ជាតិដ៏រឹងមាំសម្រាប់ចូលទ្រង់វិសាជាមិត្តភូមិនាពេលអនាគតផងដែរសូមអរគុណនិងសូមអរគុណ សូមអរគុណបេក្ខជនទី4នៃក្រុមស្របបានឡើងបកសរុបសេចក្តីនៅតែលិខិតទាំង3របស់ក្រុមខ្លួនអង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីការបង្ហាញសមត្ថភាពរបស់បងប្អូនទាំងពីរក្រុមនៅក្នុងវគ្គទាំង3ត្រូវបានបញ្ចប់ដែលបងប្អូនបានបកស្រាយប្រកបទៅដោយភាពជឿជាក់ម៉ឺងម៉ាត់និងមានទំនួលខុសត្រូវនៅក្នុងការបកស្រាយកម្មវិធីជាបន្តទៅទៀតនេះគឺជាការផ្ដល់មតិស្ថាបនាពីគណៈកម្មការទាំង5រូបដូច្នេះបងប្អូនដែលជាបេក្ខជនត្រង់ត្រាប់ស្ដាប់និងកត់ត្រានៅចំណុចសំខាន់ៗទុកជាគំនិតសម្រាប់វគ្គបន្តទៀតលោកស្រីអ្នកនាងកញ្ញាលោកពូអ្នកម៉េងបងប្អូនទស្សនិកជនដែលកំពុងទស្សនាតាមរយៈការផ្សាយផ្ទាល់លើគេហទំព័រផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាទាំងអស់លោកអ្នកក៏អាចបង្ហាញការគាំទ្រទៅដល់ក្រុមដែលលោកអ្នកពេញចិត្តតាមរយៈការ comment ឈ្មោះក្រុមនៃវិទ្យាល័យសូមអធិស្ឋានបងប្អូនអាចគាំទ្រទៅដល់ក្រុមដែលលោកអ្នកពេញចិត្តតាមរយៈការ vote នៃវិទ្យាល័យណាមួយដែលលោកស្រីពេញចិត្តហើយដូច្នេះហើយលោកអ្នកក៏អាចបោះឆ្នោតតាមរយៈក្រុមណាមួយដែលលោកអ្នកស្រឡាញ់ពេញចិត្តក្នុងអំឡុងពេលដែលគណៈកម្មការកំពុងផ្ដល់ជាមតិយោបល់បានផងដែរដូច្នេះកុំឲ្យខាតពេលវេលាយូរនាងខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញគណៈកម្មការទី1លោកបុតប៉ូលីស័កជាអតីតក្រុមការងារបច្ចេកទេសកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិផ្ដល់ជាមតិយោបល់ជូនទៅដល់បងប្អូនដែលជាបេក្ខជនទាំងពីរក្រុមសូមគោរពអញ្ជើញ បាទសូមអរគុណជាបឋមសូមគោរពជំរាបសួរអាដាមលោកជំទាវលោកស្រីនិងប្រិយមិត្តទូរទស្សនិកជនដែលកំពុងតែទស្សនានៅលើការផ្សាយផ្ទាល់ពីเพจផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាជាដំបូងបងសូមជូននៅមេដាយពីបងទៅជូនដល់បងប្អូនទាំងពីរក្រុមពីព្រោះថាការបំពេញនៅសមត្ថភាពរបស់បងប្អូនទាំងពីររូបនិងការស្រាវជ្រាវបានន័យថាមិនថាក្រុមស្របមិនថាក្រុមបដិសេធសិតតែបានបកស្រាយនឹងការជ្រើសរើសយកអំណះអំណាងមកបំពេញបន្ថែមរួមត្រឹមត្រូវទាំងពីរ
បើថាស្របគាត់បំពេញនៅក្នុងន័យថាតួនាទីរបស់ក្រុមស្របហើយក្រុមបដិសេធគាត់បានយកនៅតលហេកចំណុចសំខាន់របស់គាត់គឺមកបំពេញទៅលើតួនាទីជាក្រុមបដិសេធរបស់គាត់ដើម្បីបំពេញឲ្យប្រធានបទមួយនឹងកាន់តែមានន័យអញ្ចឹងបងប្អូនទាំងពីរក្រុមបានស្គាល់អំពីតួនាទីរបស់ខ្លួនឯងយ៉ាងច្បាស់ថាតើស្អីជាក្រុមស្របអីជាក្រុមបដិសេធបងសូមកោតសរសើរហើយមួយទៀតអ្វីដែលចំណុចល្អប្រសើររបស់បងប្អូនទាំងពីរក្រុមគឺបងប្អូនបានប្រកាន់យកនៅ keyword តែមួយទេនៅក្នុងការយកមក debate គ្នារៀងខ្លួនដែលក្រុមស្របអូនបានជ្រើសរើសយកពាក្យការងារស្ម័គ្រចិត្តអញ្ចឹងទោះបីទាញទៅណាក៏ដោយចំណុចសំខាន់របស់អូនគឺការងារស្ម័គ្រចិត្តកន្លែងហ្នឹងជាគោលចំហក្រុមស្របដែលល្អមែនតើឯក្រុមបដិសេធអូនបានជ្រើសរើសយក key តែមួយដូចគ្នាស្មារតីជាតិនិយមអូនបង្វិចបង្វៀងទៅណាមកណីហើយអូនបានថាដើម្បីឆ្លើយតបទៅនឹងអី keyword សំខាន់របស់យើងគឺយន្តការចម្បងគេតែមួយទេអញ្ចឹងចំណុចនេះគឺបងសូមកោតសរសើរទាំងពីរក្រុមបានយល់ថាតើខ្លួនឯងគួរតែជ្រើសរើសយកចំណុចណាមួយដើម្បីមកជាភាពចម្បងគេជជែកនៅក្នុងប្រធានបទបងសូមកោតសរសើរមួយទៀតតកតងជាមួយនឹងខ្លឹមសារបច្ចេកទេសបងទុកជូនបងដូចជាលោកគ្រូពិសិដ្ឋបងកត់ដែលនៅទីនេះស្រាប់ដែលលោកគ្រូដែលអញ្ជើញពីស្ថាប័នស្ម័គ្រចិត្តច្រើនហើយបងនឹងផ្ដោតសំខាន់ទៅលើតែបច្ចេកទេសក្នុងការជជែកនឹងដល់បងប្អូនតកតងជាមួយនឹងលំហគំនិតរបស់បងប្អូនបានបើកសម្លឹងឃើញនៅចក្ខុវិស័យគ្រប់ទម្រង់ដែលយកមកបង្ហាញនៅក្នុងថ្ងៃនេះមិនថាទាំងការងារស្ម័គ្រចិត្តឬក៏ស្មារតីជាតិនិយមរបស់បងប្អូនទេបងបានទាញយកឯកសារពីគ្រប់មជ្ឈដ្ឋានទាំង NGO ទាំងស្ថាប័នរដ្ឋទាំងសកម្មភាពមួយចំនួនដែលកម្ពុជាយើងបានធ្វើរួចហើយផ្សារភ្ជាប់ទៅនឹងការងារស្ម័គ្រចិត្តនិងជាតិនិយមប៉ុន្តែអីមួយទៀតដែលបងអត់ទាន់បានមិនសូវបានឃើញការលើកបង្ហាញរបស់បងប្អូននេះប្រហែលថ្ងៃប្រហែលសប្តាហ៍មុនទៅនេះដែលសសយកក្តីឬការចូលរួមពីស្ថាប័នជាច្រើនផ្នែកតកតងជាមួយនឹងការដើរដើម្បីសន្តិភាពឬក៏អីនេះដើម្បីជាស្មារតីអាហ្នឹងជាការរួបរวมគ្នាហើយវា link គ្នាទាំងពីរទាំងជាតិនិយមហើយការចូលរួមដោយការស្ម័គ្រចិត្តរបស់ប្រជាជនអាហ្នឹងដែលបងមិញមិនអត់ទាន់ឃើញបងប្អូនបានលើកឡើងមួយវិញទៀតតកតងជាមួយនឹងរចនាសម្ព័ន្ធនៅក្នុងការរៀបចំបកស្រាយរបស់បងប្អូនបងឃើញថាការរៀបចំរចនាសម្ព័ន្ធគឺមានភាពល្អប្រសើរមែនទែនបានថាពីបេក្ខជនទី1ពីទៅបេក្ខជនទី2មកបេក្ខជនទី3និងមកដល់បេក្ខជនចុងក្រោយគឺមានការរៀបរយបណ្ដេញបតិកលាគ្នាពីមកតលហេកទៅមកតលហេកគាត់ថាការបណ្ដោះកាតព្វកិច្ចយុវជនមានការលះបង់ពង្រឹងសមត្ថភាពខ្លួនឯងបំណិនសតវត្សទី21ការសិក្សាពេញមួយជីវិតពីមួយតលហេកទៅមួយតលហេកមានភាព link គ្នាល្អប្រសើរមែនទែនចំណុចរួមមួយទៀតដែលបងកត់សម្គាល់គឺតកតងជាមួយនឹងវគ្គសំណួរចម្លើយគឺបងប្អូនបានមួយគឺបណ្ដេញគ្នាដែលពេលខ្លះជជែកគ្នាតែមួយរឿងឯងអញ្ចឹងចំណុចកន្លែងហ្នឹងបងសូមឲ្យដោយសារស្ដាប់ទៅវានៅតែមានភាពនៅតែបណ្ដេញគ្នាអូខ្ញុំចេះប៉ុន្តែអត់បានឆ្លើយនៅចំសំណួរអីដែលគូរបស់យើងបានឆ្លើយតបទេសំទោសបានសួរទេនៅតែបណ្ដេញគ្នាទៅមកដោយមិនបានឆ្លើយនៅសំណួរឲ្យចំនៅគោលដៅកន្លែងនេះដែលគ្នាយើងនឹងគួរពិចារណាហើយនឹងកែលម្អនៅពេលក្រោយអញ្ចឹងសម្រាប់បងអត់មានអីទេមានតែពាក្យសមត្ថភាពរបស់បងប្អូនទាំងពីរនាក់គឺមានភាពល្អប្រសើរមែនទែនហើយបងមិនប្រហែលជាពិបាកនៅក្នុងការសម្រេចចិត្តមិនថាលោកគ្រូមិនថាបងទេប្រហែលជានឹងពិបាកនៅក្នុងការសម្រេចចិត្តសម្រាប់គូមួយនេះហើយបងជឿជាក់ថាបងមិនអាចជូនពរឲ្យឈ្នះទាំងពីរនាក់បានទេពីព្រោះនឹងមានតែក្រុមទេដែលនឹងឈ្នះអញ្ចឹងពីបងទៅអត់មានអីច្រើនទេមានតែជូនពរឲ្យបងប្អូនទាំងពីរក្រុមជោគជ័យនៅក្នុងការសិក្សារៀនសូត្រនិងបន្តអភិវឌ្ឍខ្លួនខ្លះទៅជាយុវជនបន្តវេនដ៏មានសក្តានុពលរបស់កម្ពុជាសូមអរគុណសូមអរគុណដែលបានផ្ដល់ជាមតិល្អៗដល់បងប្អូនដែលជាបេក្ខជនប្រកួតទាំងពីរក្រុមជាកិច្ចបន្តសូមគោរពអញ្ជើញគណៈកម្មការទី2លោកនួនភិរមទីប្រឹក្សាកម្មវិធីប្រកួតជជែកដេញដោលយុវជនថ្នាក់ជាតិផ្ដល់ជាមតិយោបល់ជូនទៅដល់បងប្អូនដែលជាបេក្ខជនទាំងពីរក្រុមសូមគោរពអញ្ជើញសូមអរគុណទៅដល់បងប្អូនស្រីទីណាត់របស់សម្រួលជាផងខ្ញុំបាទសូមគោរពជំរាបសួរទៅដល់អាដាមលោកជំទាវលោកស្រីគណៈកម្មការហើយក៏សូមសួស្តីទៅដល់បងប្អូនទាំងពីរក្រុមដែលជាក្រុមកូនពៅប៉ុន្តែកូនពៅពិតជាធម្មតាធ្វើឲ្យកម្មវិធីប្រកួតមួយនេះក៏ក្រៅនៅថ្ងៃចុងសប្តាហ៍ថ្ងៃអាទិត្យស្អែកថ្ងៃច័ន្ទចូលធ្វើការវិញបងសូមមុនបងចាប់ផ្ដើមបងសូមសរសើរបងប្អូនទាំងពីរក្រុមទាំងបងប្អូនដែលស្ថិតនៅខាងក្រុមស្របដែលអញ្ជើញមកពីសាលារៀនសវណ្ណភូមិខេត្តតាកែវហើយនិងបងប្អូនដែលអញ្ជើញមកពីក្រុមបដិសេធសាលា Milky Way ដែលបានធ្វើយ៉ាងល្អមែនទែនសម្រាប់ការពិភាក្សាទៅលើប្រធានបទមួយដែលលើកឡើងថាកម្មភាពនៃការងារស្ម័គ្រចិត្តជាយន្តការចម្បងបណ្ដុះស្មារតីឲ្យយុវជនចេះស្រឡាញ់ជាតិ
អរគុណច្រើនបងអូនទាំងពីរក្រុមឃើញថាបងប្អូនមានភាពក្លាហាននៅក្នុងការបកស្រាយលើប្រធានបទមួយវិញទៀតពាក់ព័ន្ធជាមួយនឹងការសិក្សាស្រាវជ្រាវទៅលើប្រធានបទមួយហ្នឹងឃើញថាបងប្អូនមានបានសិក្សាស្រាវជ្រាវបានច្រើនហើយអឺអ្វីដែលពិសេសមួយទៀតហ្នឹងគឺបងប្អូនបានលើកឧទាហរណ៍ in case study បានច្រើនពាក់ព័ន្ធជាមួយនឹងប្រធានបទមួយហ្នឹងហើយជារឿងដែលសំខាន់មួយទៀតហ្នឹងពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្របកស្រាយក៏បងប្អូនធ្វើបានល្អដែរក៏ប៉ុន្តែគួរតែបន្ថែមបន្តិចទៀតជាមួយនឹងអ្វីដែលជាវិធីសាស្ត្រក្នុងការបកស្រាយដែលបងនឹងប្រាប់នាពេលបន្តិចទៀតនេះអូខេចំណុចខ្លាំងបងប្អូនមានច្រើនប៉ុន្តែបងសូមលើកដល់សង្ខេបតែប៉ុណ្្នឹងចុះពាក់ព័ន្ធជាមួយនឹងចំណុចដែលត្រូវកែលម្អរឿងទី1ដែលបងចង់ឲ្យគ្នាយើងកែលម្អពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រនៅក្នុងការបកស្រាយពាក់ព័ន្ធជាមួយនឹង speech នៅក្នុងការនិយាយបងចង់ឃើញគ្នាយើងលើកដាក់សលេងធូនឲ្យបានល្អប្រសើរយ៉ាងនេះបងចង់ឲ្យឃើញគ្នាយើងធូនពីធម្មជាតិមានន័យថាគ្នាយើងកុំព្យាយាមកន្លែងណាដែលយើងសង្កត់ធ្ងន់ត្រូវប្រើសលេងដែលត្រូវសង្កត់ធ្ងន់កុំកន្លែងណាដែលយើងត្រូវ relax មានន័យថានិយាយស្រួលយើងត្រូវតែ relax តាមហ្នឹងសូមកុំស្មើពីដើមរហូតដល់ចប់ដល់ពេលអញ្ចឹងទៅយើងមានអារម្មណ៍ថាអ្នកស្ដាប់របស់យើងមានអារម្មណ៍ថាធុញដែរពេលខ្លះហើយមួយទៀតការប្រើពាក្យណែងនងច្រើននៅក្នុងឃ្លាឬក៏វគ្គក៏ធ្វើឲ្យមានអារម្មណ៍ថាធុញថប់ដែរអញ្ចឹងគួរកាត់បន្ថយខ្លះប្រសិនបើបានបន្តទៅវគ្គក្រោយៗទៀតមួយទៀតបងចង់បញ្ជាក់មួយទៀតដែរពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទឹកមុខទៀតសោតបងចង់ឲ្យគ្នាយើងកាត់បន្ថយពាក់ព័ន្ធជាមួយនឹងការធ្វើកំហឹងចងកំហឹងដាក់គូប្រកួតទាំងសងខាងបងដឹងថាគ្នាយើងចង់ឈ្នះហើយឬក៏ចង់ចំណុចហ្នឹងគឺត្រូវតែអញ្ចឹងប៉ុន្តែបងចង់ឲ្យគ្នាយើងញញឹមបន្តិចចំពោះអាចញញឹមដាក់គណៈកម្មការក៏បានញញឹមដាក់បងជាអ្នកបកញញឹមដាក់បងជាគណៈកម្មការក៏បានដែរសូមឲ្យគ្នាយើងញញឹមឲ្យបានច្រើនទោះបីជាការប្រកួតនឹងមែនក៏តែប្រកួតប្រកបដោយមិត្តភាពភាពរភាពសូមកុំចងកំហឹងដាក់គ្នាព្យាយាមកាត់បន្ថយកំហឹងមានន័យថាប្រកួតតម្លាក់50 ទៅយើងឈ្នះទាំងអស់គ្នាអូខេមួយទៀតពាក់ព័ន្ធជាមួយនឹងវគ្គសួរឆ្លើយទៀតសោតបងគ្រប់គ្រងមួយលីសាដែលលើកឡើងបងចង់ឲ្យគ្នាយើងខិតខំបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងវគ្គសួរឆ្លើយសូមឆ្លើយឲ្យចំនៅនឹងសំណួររបស់គេដែលបានចោទសួរហើយឆ្លើយឲ្យចំទៅនឹងប្រធានបទនេះយើងវគ្គសួរឆ្លើយគឺយើងមានតរវេលាត្រឹមតែ1នាទីសម្រាប់ការឆ្លើយនិង30វិនាទីទេអញ្ចឹងបងសូមឲ្យគ្នាយើងកាត់បន្ថយបន្តិចពាក់ព័ន្ធជាមួយនឹងនៅពេលដែលខាងក្រុមម្ខាងទៀតគាត់ឆ្លើយតបជាមួយនឹងសំណួរដែលយើងបានសួរហើយខាងប្អូនដែលជាអ្នកសួរហ្នឹងឡើងទៅបំពេញបន្ថែមដូច្នេះវាធ្វើឲ្យខាតពេលអញ្ចឹងវគ្គក្រោយៗទៀតសូមឲ្យកាត់បន្ថយវគ្គសួរឆ្លើយនឹងបន្តិចទៀតជាចុងក្រោយបងអត់មានពាក្យផ្ដាំផ្ញើទេបងគ្រាន់តែចង់ផ្ដាំផ្ញើមួយថាការប្រកួតវាតែងតែមានចាញ់ឲ្យឈ្នះប៉ុន្តែបងឯងត្រូវគិតថាទោះបីលទ្ធផលមិនក៏ដោយចាញ់ឈ្នះវាអត់សំខាន់ទេប៉ុន្តែសំខាន់ត្រូវប្រាប់ដៃគូថាគាត់ពិតជាបានរកដៃគូដ៏ស័ក្តិសមមួយសម្រាប់ការប្រកួតរបស់គាត់នឹងបាទសូមអរគុណចាស់សូមមកស្រួលសូមអរគុណដែលបានផ្ដល់ជាមតិល្អៗជូនទៅដល់បងប្អូនដែលជាបេក្ខជនប្រកួតទាំងពីរក្រុមជាកិច្ចបន្តសូមគោរពអញ្ជើញគណៈកម្មការទី3លោកខុនសាមេងប្រធាននាយកដ្ឋានធនធានមនុស្សនៃកាកបាទក្រហមកម្ពុជាផ្ដល់ជាមតិយោបល់ជូនទៅដល់បងប្អូនដែលជាបេក្ខជនប្រកួតទាំងពីរក្រុមសូមគោរពអញ្ជើញបាទជាបឋមអនុញ្ញាតឲ្យខ្ញុំសូមថ្វាយអង្គមព្រះធេរានុធេរៈអាយដាមលោកមន្ទាវអស់លោកស្រីបាទដែលបានអញ្ជើញនៅក្នុងការ live ផ្ទាល់របស់ page ផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាហើយក៏ដូចជាសូមគោរពទៅដល់គណៈកម្មាធិការអ្នកសម្របសម្រួលក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានដឹកនាំក្រុមវិភាសាបងប្អូនទាំងពីរក្រុមសម្រាប់ខ្ញុំផ្ទាល់ខ្ញុំពិតជាមានសេចក្តីសោមនស្សក្នុងនាមជាអ្នកគណៈកម្មការមួយរូបហើយជាមែនតើទៅខ្ញុំអត់ដឹងថាត្រូវដាក់វិធីសាស្ត្រណាដើម្បីផ្ដល់ពិន្ទុឲ្យបងប្អូនទាំងពីរព្រោះគឺល្អដូចគ្នាបាទល្អដូចគ្នារកចំណុចសិនតែมันអាចថាបាត់មួយណាបានទេនេះជាសម្រាប់ខ្ញុំផ្ទាល់បាទខ្ញុំដូចជាឈានចូលទៅដល់ការកំណត់ឡើងនៅអ្វីដែលបងប្អូនបានលើកអញ្ចឹងខ្ញុំសូមចូលទៅក្នុងក្រុមស្របមុនបាទអញ្ចឹងឃើញថាបងប្អូនក្រុមស្របបងប្អូនបានលើកនៅពាក្យកន្លឹះ
ហើយជាពិសេសនោះគឺលើកអំពីតថភាពអអតីតកាលបច្ចុប្បន្នកាលហើយក៏យើងគិតទៅដល់អនាគតកាលបាទអញ្ចឹងបងអូននៅតែឈរលើចំណុចគោលគំនិតស្របរបស់បងអូនគឺការងារស្ម័គ្រចិត្តជាយន្តការចម្បងក្នុងការបណ្ដុះស្មារតីយុវជនក្នុងការឆ្លងជាតិមាតុភូមិនេះបាទហើយដូចអ្វីដែលខ្ញុំពីសមាគមជាតិកាកបាទក្រហមកម្ពុជាគឺឃើញថានៅកាកបាទក្រហមកម្ពុជាយើងមានកម្លាំងអ្នកស្ម័គ្រចិត្តរហូតដល់ជាង 50,000 នាក់បាទអញ្ចឹងនៅក្នុងនេះយើងមានយុវជនមកពីគ្រឹះស្ថានសិក្សាបាទយើងមានសាកលវិទ្យាល័យនៅរាជធានីភ្នំពេញហើយយើងមានមធ្យមសិក្សានៅតាមសាខារាជធានីខេត្តទាំង 25 ហើយការងារស្ម័គ្រចិត្តទៀតសោតរបស់កាកបាទក្រហមកម្ពុជាគឺផ្ដោតទៅលើការងារឃើញហើយថាការងារមនុស្សធម៌បាទសុខភាពសហគមន៍ហើយក៏ដូចជាវិជាសង្គ្រោះបឋមហើយនឹងការផ្សព្វផ្សាយក៏ដូចជាស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយទៅដល់ជនរងគ្រោះជនងាយរងគ្រោះដែលមាននៅទូទាំងព្រះរាជាណាចក្រកម្ពុជាបាទអញ្ចឹងប្រធានបទរបស់កាកបាទក្រហមកម្ពុជាទៀតសោតគឺរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អហើយនឹងមានភាពធន់ទៅនឹងអាកាសធាតុគឺពីមួយឆ្នាំទៅមួយឆ្នាំគឺកាកបាទក្រហមកម្ពុជាជាក៏នៅចលនាស្ម័គ្រចិត្តកម្លាំងស្ម័គ្រចិត្តហើយជាពិសេសការស្ម័គ្រចិត្តបរិច្ចាគបាទពីសប្បុរសជនគឺជាចំណុចគោលបាទដើម្បីឲ្យកាកបាទក្រហមយើងហៅថាដំណើរការនៃការព្រឹត្តទៅជួយទៅដល់ជនដែលងាយរងគ្រោះនិងជនរងគ្រោះបំផុតបាទហើយទន្ទឹមនឹងដែរគឺយើងឃើញហើយសហព័ន្ធយុវជនកម្ពុជាគឺលោកមានការងារស្ម័គ្រចិត្តគឺស្ទើរគ្រប់វិស័យបាទហើយក្នុងនោះឯងគឺការបណ្ដុះនៅភាពជាគំរូបាទដោយអ្វីដែលបងអូនទាំងពីរបានលើកឡើងគឺมันអាចកាត់ផ្ដាច់បានសូមជំរាបថាទ្រឹស្ដីរបស់លោក John Kennedy ដែលជាប្រធានាធិបតីទី35របស់សហរដ្ឋអាមេរិកលោកបានដាក់ចេញមកដែរហើយអ្វីដែលបងអូនទាំងពីរក៏គឺខ្ញុំចង់បូកចូលគ្នាតែម្ដងបានន័យថាការងារស្ម័គ្រចិត្តហើយនឹងស្មារតីយើងហៅថាជាតិនិយមនេះបាទអញ្ចឹងកុំសួរថាប្រទេសរបស់យើងបាទនឹងបានអ្វីធ្វើជួយមកដល់សម្រាប់ខ្លួនយើងសម្រាប់អ្នកត្រូវសួរថាតើក្នុងនាមយើងជាយុវជនក្នុងនាមយើងជាបញ្ញវន្តតើយើងគួរតែធ្វើអ្វីសម្រាប់ប្រទេសជាតិរបស់យើងមួយនេះអញ្ចឹងទេដូចអ្វីដែលខ្ញុំចង់បូកមកវិញបានន័យថាទាំងពីរគឺការងារស្ម័គ្រចិត្តហើយនឹងយន្តការជាតិនិយមនេះគឺក្នុងបុព្វហេតុជាតិមាតុភូមិហើយដូចអ្វីដែលបងអូនបដិសេធលោកបានលើកឡើងស្មារតីស្ម័គ្រចិត្តគឺជាចំណុចមួយនៅក្នុងការផ្គុំនៅជាតិនិយមរបស់យើងអញ្ចឹងដូចថ្មីស្មារតីស្នេហាជាតិស្មារតីជាតិនិយមគឺយើងធ្វើការរេអង្គាសសមរភូមិក្រោយជួយទៅដល់សមរភូមិមុខនេះគឺជាអ្វីដែលมันអាចកាត់ផ្ដាច់បានហើយដូចជាអ្វីដែលលោកគ្រូភិរមទៀតសោតអញ្ចឹងលោកគ្រូភិរមក៏ជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមកាលលោកនៅរៀនជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយរហូតមកដល់ពេលនេះលោកក៏នៅតែបន្តជួយហើយក៏ដូចជាផ្ដើមនៅចលនាកម្លាំងយុវជនយើងបាទដើម្បីបុព្វហេតុជាតិមាតុភូមិអញ្ចឹងខ្ញុំជាទីបញ្ចប់នេះគឺសូមជូនពរបងអូនទាំងពីរសូមឲ្យទទួលបានជោគជ័យទាំងអស់គ្នាហើយនឹងឡើងបន្តទៅវគ្គបន្តទៀតបាទសូមអរគុណបាទសូមអរគុណដែលបានផ្ដល់ជាមតិល្អៗដល់បងប្អូនដែលជាបេក្ខជនប្រកួតទាំងពីរក្រុមជាកិច្ចបន្តសូមគោរពអញ្ជើញគណៈកម្មការទី4លោកអែមពិសិដ្ឋប្រធាននាយកដ្ឋានសហប្រតិបត្តិការយរដ្ឋផ្ដល់ជាមតិយោបល់ជូនទៅដល់បងប្អូនដែលជាបេក្ខជនប្រកួតទាំងពីរក្រុមសូមគោរពអញ្ជើញបាទជាបឋមសូមគោរពដល់លោកជំទាវដែលជាគណៈកម្មការលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់បាទកូនទាំងអស់បាទហើយជាកិច្ចចាប់ផ្ដើមសូមថ្លែងអំណរគុណនិងកោតសរសើរហើយវាតម្លៃខ្ពស់ទៅដល់កូនទាំងពីរក្រុមដែលមានភាពឆ្លៀសវៃហើយល្អមែនទែនហើយសូមអរគុណដល់គណៈកម្មការបច្ចេកទេសបាទដែលមានបុណ្យស័ក្តិហើយនិងលោកគ្រូភិរមដែលបានឲ្យយោបល់ទៅលើបច្ចេកទេសលោកគ្រូបញ្ចូលបន្ថែមតែរឿងតលហិកទេបាទអញ្ចឹងយើងឃើញថាកូនខាងក្រុមស្របលោកលើកតលហិក3ល្អមែនទែនប៉ុន្តែនៅខ្វះតលហិក1ដែលកូនអត់បញ្ចូលហើយនិយាយអត់សូវច្បាស់បើបានបញ្ចូលអានឹងទៀតល្អមែនទែនគឺការងារស្ម័គ្រចិត្តផ្សារភ្ជាប់ជាមួយនឹងសហគមន៍
បាទអញ្ចឹងយើងឃើញណាបើសិនជាយើងលើកអានេះមកគឺល្អហេតុអីឧទាហរណ៍ដូចជាប្រហែលជាកូនៗនេះស្គាល់អង្គការ U-Star បាទ U-Star របស់កម្ពុជាយើងហើយការបាក់ក្រហមកម្ពុជាអីហ្នឹងបាទហើយការរិទ្ធហ្នឹងក៏មានការងារស្ម័គ្រចិត្តដែរប៉ុន្តែគេដាក់ជា project បាទហើយការងារស្ម័គ្រចិត្តនៅតាមប្រទេសមួយចំនួនដូចជានៅប្រទេសជឿនលឿននិងប្រទេសចិនប្រទេសក្បែរខាងយើងអីហ្នឹងការងារស្ម័គ្រចិត្តសុទ្ធតែមានការបង់ថវិកាទៀតហើយធ្វើឲ្យមានការលះបង់ហើយស្រឡាញ់ជាតិកាន់តែខ្លាំងបាទហើយជាពិសេសការចូលទៅក្នុងសហគមន៍នឹងសម្រាប់ក្រុមសពដែលលោកគ្រូគិតថាអាចដាក់ថែមបើមានលើកក្រោយគឺយើងដាក់តល័យកនឹងបន្ថែមហើយបើក្រុមបដិសេធវិញល្អមែនទែនកូនលើកឡើងប៉ុន្តែតល័យកទី2របស់កូនសកម្មភាពជាតិនិយមនឹងគឺពេលដែលកូននិយាយទៅហាក់ដូចជាអត់ទាន់សូវច្បាស់ណាបាទហើយលោកគ្រូគិតថាល្អហើយប៉ុន្តែយើងប្រឹងប្រែងនិយាយល្អមែនទែនប៉ុន្តែបើសិនជាកូនថែមតល័យកមួយទៀតល្អមែនទែនគឺយើងវាយផ្ដាច់កុំឲ្យជន់គ្នាជាមួយការងារស្ម័គ្រចិត្តច្រឡូបច្រឡំគ្នាគឺយើងងាកមករកសេដ្ឋកិច្ចហើយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិអញ្ចឹងយើងអាចលើកយកចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ2030ទៅជាប្រទេសអីឆ្នាំ2050ទៅជាប្រទេសដែលមានចំណូលខ្ពស់អីចឹងណាបងអញ្ចឹងនៅពេលដែលប្រទេសមួយមានការរីកចម្រើនសេដ្ឋកិច្ចល្អការទំនើបផ្នែកហេដ្ឋារចនាសម្ព័ន្ធយុវជនស្រឡាញ់ជាតិឯងហ្មងបាទបើកូនលើកយកចំណុចហ្នឹងមកនិយាយល្អណាបាទអាហ្នឹងល្អមែនតើប៉ុន្តែក៏អត់បាននិយាយចំណុចហ្នឹងយកមកបាទអ្វីដែលសំខាន់មួយទៀតគឺលោកគ្រូលើកទៅលើពាក់ព័ន្ធមួយឥរិយាបថវិញឥរិយាបថរបស់ក្រុមស្របគឺនិយាយបែបធម្មជាតិហើយល្អមែនតើការលើកដាក់សម្លេងល្អដោយលោកគ្រូភិរមបានលើកឡើងមកអញ្ចឹងការលើកដាក់សម្លេងនេះសំខាន់ណាស់កូនបើកូននិយាយអត់លើកដាក់សម្លេងគឺអ្នកស្ដាប់គឺលងលោចបាទហើយសម្រាប់ក្រុមបដិសេធរឹតតែល្អទៀតដែរប៉ុន្តែកូនហាក់ដូចជាបញ្ចូលវោហារស័ព្ទច្រើនបាទអញ្ចឹងបើសិនជាកូនបញ្ចូលវោហារស័ព្ទច្រើនតើតើកូនគិតគូរថាតើការលើកដាក់សម្លេងយ៉ាងម៉េចកុំឲ្យវាខ្ពស់ពេកទៅជាសន្លត់គេយ៉ាងណានិយាយណាបាទហើយចំពោះពាក់ព័ន្ធជាមួយនឹងការសួរឆ្លើយបាទការសួរឆ្លើយលោកគ្រូតាមដានល្អមែនតើបាទហើយការសួរឆ្លើយហើយក្រុមបដិសេធក្រុមសពលោកគ្រូគិតថាល្អដូចគ្នាបាទហើយចេះលៃលោករបៀបរបបនឹងឆ្លើយបានល្អអញ្ចឹងជាចុងក្រោយលោកគ្រូមានចូលរួមប៉ុណ្ណឹងហើយសូមជូនពរឲ្យកូនមានជោគជ័យនៅក្នុងជីវិតហើយទោះជាក្រុមណាឈ្នះចាញ់សិតតែមិត្តភាពរបស់យើងហើយធ្វើម៉េចឲ្យរៀនពូកែបានប្រឡងជាប់នៅពេលខាងមុខបាទអរគុណបាទសូមអរគុណដែលបានផ្ដល់មតិល្អៗដល់បងប្អូនដែលជាបេក្ខជនប្រកួតទាំងពីរក្រុមជាកិច្ចបន្តសូមគោរពអញ្ជើញគណៈកម្មការទី5លោកជំទាវកសលសវណ្ណមរកតសមាជិកនាយកស្ថានអភិវឌ្ឍយុវជននិងកម្មវិធីនិងជាសមាជិកគណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជាផ្ដល់ជាមតិយោបល់ជូនទៅដល់បងប្អូនដែលជាបេក្ខជនទាំងពីរក្រុមសូមគោរពអញ្ជើញ តែសូមគោរពអាដាមលោកជំទាវលោកស្រីនិងបងប្អូនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនៅពេលនេះហើយជាគណៈកម្មការដែលចូលរួមចុងក្រោយគេក៏អត់មានអីខុសពីលោកពូបងពីមុនដែលគាត់បាននិយាយហើយថាអាចជាពិបាកនៅក្នុងការដាក់បន្ទុកជូនដោយសារអត់ពិបាកអត់ឃើញនៅកំហុសបងប្អូនអាចសួរសំណួរហើយឆ្លើយទៅវិញទាំងដែលយកជាអ្នកដែលគាត់បានសួរបងប្អូនថាគាត់គ្រប់គ្រងនៅគំនិតរបស់បងប្អូនវិញគឺទាំងសងខាងដោយលោកគ្រូខាងកាយរដ្ឋលោកបានលើកឡើងអញ្ចឹងគឺពិតជាសរសើរមែនតើហើយសូមសរសើរបងប្អូនបងគិតថាចុងក្រោយគេមិនដឹងថាការពិភាក្សាហ្នឹងយ៉ាងម៉េចទេហើយទើបតែប្រកួតជុំទី1ប៉ុន្តែនឹកស្មានដល់ថាបានជួបបងប្អូនមកពីទាំងពីរសាលាគឺធ្វើបានល្អដូចគ្នាប៉ុន្តែបងក៏សូមគាំទ្រលោកគ្រូនិងបងលីសាបើលីសាគាត់បានលើកឡើងដូចជាបងភិរមដែរតែគាត់បានលើកឡើងថាបងចង់ឃើញបងបានមើលការប្រកួត debate នេះច្រើនហើយបងឃើញភាគច្រើនគឺព្យាយាមនិយាយដែលបញ្ចេញសម្លេងមិនមែនជាធម្មជាតិរបស់យើងណាព្យាយាមធ្វើមើលទៅយើងទៅជាដូចជាសម្ដែងវិញបងអត់ចង់ឃើញអញ្ចឹងបងចង់ឲ្យ
ប្រើភាពជាធម្មជាតិច្រើនជាងតែបងវិញគឺបងពិតជាសរសើរបងប្អូនទាំងពីរក្រុមមានទាំងតលហេករមានទាំងអំណះអំណាងលើកពីប្រសាសន៍របស់ថ្នាក់ដឹកនាំបានច្រើនគឺគ្រាន់តែស្ដាប់ការពិភាក្សារបស់បងប្អូនទាំងពីរនាក់ debate របស់បងប្អូនទាំងពីរនាក់គឺដឹងថាទាំងសងខាងបានធ្វើការ research ច្បាស់លាស់ត្រឹមត្រូវហើយទាញអំណះអំណាងបានពីច្រើនកន្លែងនឹងពិតជាបងពិតជាសូមកោតសរសើរមែនហើយអ្វីដែលខ្វះខាតហ្នឹងគឺមានបន្តិចបន្តួចហើយលោកគ្រូបងក៏គាត់បានលើកឡើងដែរបងគិតថាបងមិនបាច់និយាយឡើងវិញទេហើយដោយសារបងមកពីសហភាពសហព័ន្ធយុវជនកម្ពុជាហើយគឺជាកន្លែងដែលយើងរៀបចំនៅការងារស្ម័គ្រចិត្តជាច្រើនជូនដល់បងប្អូនឲ្យបានចូលរួមដើម្បីប្រទេសជាតិរបស់យើងបងនិយាយតាមត្រង់បងពិតជាចង់ស្ដាប់មែនថាតើខាងក្រុមបដិសេធនឹងយកអីមកនិយាយព្រោះដោយសារបងខ្លួនឯងដោយសារមែនបងចូលរួមការងារស្ម័គ្រចិត្តលើកដំបូងគឺនៅឆ្នាំ2015គឺអង្គរសង្ក្រាន្តហើយតាំងពីនោះមកគឺបងចាប់ផ្ដើមបរិយាខ្លួនឯងពង្រឹងសមត្ថភាពខ្លួនឯងហើយដឹងថាខ្លួនឯងកាន់តែស្រឡាញ់ប្រទេសជាតិខ្លួនឯងកាន់តែខ្លាំងអញ្ចឹងបងគិតថាមិនដឹងថាក្រុមបដិសេធយកអីមកលើកឡើងមកនិយាយប៉ុន្តែបងប្អូនអាចយកមកនិយាយបានហើយនិយាយការពារនៅប្រធានបទខ្លួនឯងបានយ៉ាងល្អទៀតអញ្ចឹងបើសម្រាប់បងចូលមកនេះគឺបងស្របហើយដឹងតែខាងស្របហ្មងព្រោះតែថាការងារស្ម័គ្រចិត្តពិតជាបងបានធ្វើការជាមួយនឹងយុវជនស្ម័គ្រចិត្តយើងជាច្រើនហើយកាលពេល SEA Games ហ្នឹងក៏បងកាន់ 3000 នាក់នៅក្នុងការសម្ដែងរបស់សសយកយើងដែលគាត់ចូលរួមជាអ្នកស្ម័គ្រចិត្តនៅថ្ងៃចុងក្រោយបងអត់ដឹងថាទាំងអស់គ្នាបានមើលអត់ពាក់អាវស្វាយដើរចេញមកទាំងអស់គ្នាចំនួន 3000 នាក់នៅក្នុងទីលាន start មកដល់ឲ្យចូលហ្នឹងគឺបងបានជាមួយនឹងពួកគាត់ដែរហើយធ្វើការជាច្រើនរឿងទៀតជាមួយនឹងអ្នកស្ម័គ្រចិត្តបងឃើញថាបងជួបអ្នកដែលធ្លាប់ធ្វើការងារស្ម័គ្រចិត្តក៏ដូចជាអ្នកមិនធ្លាប់ធ្វើការងារស្ម័គ្រចិត្តទេគាត់ទើបតែចូលរួមការងារស្ម័គ្រចិត្តលើកដំបូងហើយឃើញថាបើសួរពីអ្វីដែលគាត់គិតថាការងារស្ម័គ្រចិត្តពិតជាបណ្ដោះនៅការស្នេហាជាតិពិតមែននេះក្នុងនាមបងជាអ្នកចូលរួមការងារស្ម័គ្រចិត្តច្រើនបកមកវិញបងអត់មានអីច្រើនទេសូមអរគុណបងប្អូនទាំងអស់គ្នាដែលខិតខំប្រឹងប្រែងដែលជាតសទ្រូងដល់ប្រទេសជាតិយើងនៅថ្ងៃអនាគតហើយសូមជូនពរទាំងអស់គ្នាឲ្យចិត្តប្រឡងហ្នឹងមែនទេចិត្តប្រឡងហាក់ទី12ហ្នឹងមែនទេអញ្ចឹងជូនពរឲ្យបាននិទេសអីទាំងអស់គ្នាព្រោះឃើញបកែណាអរគុណច្រើនបងមានប៉ុណ្ណឹងសូមអរគុណដែលបានផ្ដល់ជាមតិយោបល់ល្អៗជូនទៅដល់បងប្អូនដែលជាបេក្ខជនប្រកួតទាំងពីរក្រុមឆ្លៀតក្នុងឱកាសនេះដែរនាងខ្ញុំសូមអរគុណទៅដល់គណៈកម្មការទាំង5រូបដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ2026វគ្គជំរុះជុំទី1ដែលបានផ្ដល់ជាមតិយោបល់ចំណេះដឹងនិងបទពិសោធន៍ល្អៗដល់បងប្អូនដែលជាបេក្ខជនប្រកួតដើម្បីបន្តទៅវគ្គក្រោយៗទៀតហើយក៏សង្ឃឹមផងដែរថាបងប្អូនទាំងពីរក្រុមក៏ដូចជាបងប្អូនទាំង32វិទ្យាល័យដែលមកពី25រាជធានីខេត្តបានចាត់យកនៅអ្វីដែលគណៈកម្មការបានចែករំលែកនិងយកទៅកែច្នៃអភិវឌ្ឍដើម្បីកាន់តែល្អប្រសើរបន្ថែមទៀតក៏មិនភ្លេចផងដែរនាងខ្ញុំសូមអរគុណនិងកោតសរសើរចំពោះបងប្អូនដែលបានបង្ហាញសមត្ថភាពបានយ៉ាងល្អប្រសើរដែលមានភាពជឿជាក់និងមានទំនុកចិត្តជាពិសេសក៏សូមថ្លែងអំណរគុណទៅដល់ទស្សនិកជនដែលកំពុងទស្សនាចំណាយពេលវេលាដ៏មានតម្លៃទស្សនាការបង្ហាញសមត្ថភាពរបស់បងប្អូនដែលជាបេក្ខជននៅលើប្រធានបទទី8នេះជាចុងបញ្ចប់នាងខ្ញុំហុងសុគន្ធាសូមប្រកបវេទិកាជាបន្តទៅទៀតនេះជូនទៅដល់ពិធីករដ៏ស្រស់សង្ហារបស់យើងលោកដាវឧត្តមដើម្បីបន្តកម្មវិធីជូនទៅដល់អង្គពិធីទាំងមូលសូមអរគុណនិងសូមគោរពលា